នៅពេលដែលជាដំណឹងថា World Cup ចុងក្រោយរបស់គាត់ដូចខ្ញុំនិយាយថាហេតុអីបានយើងឈឺចាប់ព្រោះថានេះគឺជា World Cup ចុងក្រោយរបស់គាត់អញ្ចឹងបើសិនបើប៉ូទុយហ្គាល់អាចឡើងទៅដល់វគ្គជ្រៅណាមួយដែលផ្ដល់អនុស្សាវរីយ៍ដែលល្អសម្រាប់ fan ណាបាទក៏ដូចជាអ្នកគាំទ្រឲ្យចងចាំណាតែនេះគឺចាញ់ដោយស្រួលពេកបងបើនិយាយពីក្រុមជំនឿជាតិដែលចូលចិត្តលេងគ្រប់គ្រងបាល់ច្រើនមានតែអេស្ប៉ាញនេះទេបារាំងលេងប៉ះក្រុមណាក៏គេបើកឲ្យលេងណាបងគេអត់សូវ hold position ច្រើនទេហើយអាការប្រើប្រាស់យុទ្ធសាស្ត្រវិញវាមានច្រើនជំរឿសម្រាប់បារាំងទៀតគេចង់លេងប្រយុទ្ធស្លាប់ក៏បានលេងចោះចូលកដាក៏បានហើយប្រសិនបើការពារខ្លាំងពេក Rabiot ក៏អាចទាត់ពីចង្អាយបានបាទកូណេក៏អាចទាត់បានទៀតសិនតែយើងនិយាយបច្ចេកទេសណាបាទបងបាទមិនដូចអេស្ប៉ាញទេអេស្ប៉ាញគឺការលេងជាក្រុមបច្ចេកទេសក្នុងការលេងមើលទៅការដែលបញ្ជូនបាល់ឲ្យគ្នាស៊ីសង្វាក់គ្នាចំនួនប៉ះអីគឺល្អមែនទែនប៉ុន្តែបើនិយាយពីបារាំងវិញគឺកីឡាករជាធំតែម្ដងបើសិននិយាយក្បួនមិនសូវជាប្រមាណទេបាទបើសិននិយាយថាបើយើងជាគ្រូវិញបាច់ទាំងណាបាច់រៀបក្បួនទេបាទតែកីឡាករចូលលេងឲ្យតែត្រូវរោមកគាត់លេងទៅបាទបាច់ទៅប្រាប់គាត់ច្រើនពេកទេបាទព្រោះថាវាល្អអស់ពេកទៅហើយបើនឹងបញ្ជាថាម៉េចហើយយើងឃើញឯការរៀងរាល់ការប្រកួតលោកដេសំឬអត់មានអីច្រើនទេគាត់មានតែមើលជាមួយក្រុមការងារគាត់ចាំតែដូរកីឡាករទេហើយឲ្យទៅបញ្ជារួចច្អល់ទៅរត់ឆ្វេងរត់ស្ដាំអីអត់មានអ្នកលេងបាទសម្រាប់លោកដេសំបាទខ្ញុំមើលទៅសម្រាប់ក្រុមដែលអាចខ្ទាស់ជើងបារាំងហ្នឹងគឺមានតែអេស្ប៉ាញហ្នឹងហើយបាទព្រោះសូម្បីតែឡាមីនយ៉ាម៉ាល់ហ្នឹងក៏គាត់និយាយដែរថាសម្រាប់បារាំងអាចអត់ខ្លាចក្រុមណាទាំងអស់តែក្រុមដែលគេខ្លាចគឺអេស្ប៉ាញហ្នឹងហើយព្រោះអេស្ប៉ាញយើងគិតមើលយូរ៉ូក៏តម្លាក់បារាំងUEFA Nation League ក៏តម្លាក់បារាំងដែរអញ្ចឹងនេះគឺអាចនិយាយថាបើជំនាន់ឡាមីនយ៉ាម៉ាល់នេះគឺប៉ះគ្នាមួយអឹមបាប៉េបងប្អូនដឹងហើយភាគច្រើនអត់សូវឈ្នះឡាមីនយ៉ាម៉ាល់ទេដូចខ្ញុំលើកឡើងមុននឹងមិញអញ្ចឹងថាគ្រូមិនបាច់ទៅខំប្រឹងដាក់ formation 4-4-2 4-3-2ទេបាច់ទេបាទតលេងដូចប៉ារ៉ាហ្គាយចូលទៅលេងទៅមកទៅកីឡាករធ្វើគ្រូខ្លួនឯងកីឡាករបាទឲ្យទៅដាក់ត្រូវទៅអូលីលេងឯណាលេងស្ដាំលេងទៅហើយទៅចង់រត់ទៅណារត់ទៅស្រីចិត្តអញ្ចឹងណាបើនិយាយពីខ្សែបំរើគ្មានក្រុមជំរឿជាតិណាវាដាច់ប៉ូទុយហ្គាល់ទេឆ្នាំនេះអាចនិយាយថាប្រយុទ្ធបើនិយាយពីប្រយុទ្ធគ្មានណាគេស៊ីបារាំងទេតែបើនិយាយពីបំរើគ្មានណាគេលើប៉ូទុយហ្គាល់ទេបាទសួរបងបាទហើយក៏សួស្ដីទាំងអស់គ្នាបាទហើយក៏សួស្ដីទៅកាន់ប្រិមិត្តយើងទាំងអស់គ្នាផងដែរថ្ងៃនេះបាទជួបជាមួយនឹងខ្ញុំបាទជាមួយនឹងការបាទកម្មវិធីថ្មីបាទហើយក៏ជាកម្មវិធីបាទ Go Sport Talk Podcast បាទ Sport Talk Show បាទហើយថ្ងៃនេះផងដែរក៏មានអ្នកចូលរួមគឺ admin នំប៉ាវហើយក៏ដូចជា Alex បាទដែលស្ថិតនៅក្នុងវិស័យជាមួយនឹងហៅថាបាល់ទាត់នេះដូចគ្នាបាទហើយសម្រាប់ថ្ងៃនេះគឺអត់បាន live នៅក្នុង Talk Show ជូនដល់កាន់ប្រិយមិត្តទេបាទដោយសារតែមកចូលរួមជាមួយនឹងកម្មវិធីនេះសិនបាទអាចនិយាយបានថាជាការចាប់ផ្ដើមក៏ដូចជាបាទការសាកល្បងផងដែរបាទហើយយើងនឹងជួបគ្នាបាទអាចនឹងរៀងរាល់ថ្ងៃសុក្របាទរៀងរាល់ថ្ងៃសុក្របាទបើសិនជាយើងមានការគ្រប់គ្រងច្រើនយើងអាចនឹងមាន2ថ្ងៃបាទបន្ថែមទៀតបាទបាទអញ្ចឹងសម្រាប់ថ្ងៃនេះផងដែរមើលទៅដូចជារោករាក់បន្តិចបាទប៉ុន្តែក៏នៅតែជួបជាមួយនឹងប្រិយមិត្តបាទយូរបាទប៉ុន្តែនៅតែជួបជាមួយនឹងប្រិយមិត្តទាំងអស់គ្នាផងដែរបាទហើយសម្រាប់ថ្ងៃនេះផងដែរយើងនឹងជជែកបាទវែកញែកអំពីរឿងរ៉ាវកីឡាដដែលបាទមិនមានលក្ខណៈទៅជជែកពីរឿងអីផ្សេងទេបាទអញ្ចឹងយើងឃើញថាបង World Cup ឆ្នាំនេះនិយាយទៅទាំងបងទាំងខ្ញុំគិតថាសម្រាប់ឆ្នាំនេះយើងអត់ងងុយខ្លាំងមែនទែនតែយើងគិតថាឆ្នាំនេះអារម្មណ៍រំភើបសម្រាប់ការទស្សនាហ្នឹងគឺច្រើនជាងបាទតែបើយើងគិតទៅ schedule សម្រាប់ការផ្សាយបន្តផ្ទាល់ហ្នឹងគឺមានតែ World Cup ឆ្នាំនេះទេដែល schedule load រៀងញ៉ៃញ៉ៃអញ្ចឹងណាអញ្ចឹងទាំងបងទាំងខ្ញុំអ្នកតាមដានហ្នឹងគឺភ្នែកខ្មៅអស់ហើយបងយប់ផងព្រឹកផងអូបាទនិយាយទៅគឺ schedule load ចុះតែម្ដងហ្នឹងហើយបាទបងអូយញ៉ាំហើយមិនដែរ Alex បាទរយៈនេះបានមើលបាល់ច្រើនទេបាទមើលបានគួរសមដែរបងចាគួរសមដែរបាទគួរសមដែរតែយប់ពេកតែបើយើងមើលទៅបងឆ្នាំនេះអាចនិយាយថា World Cup មានរឿងរ៉ាវចម្រុះចម្រាស់គឺកើតឡើងច្រើនមែនទែនបាទរឿងល្អក៏ច្រើនរឿងមិនល្អក៏ច្រើនតែយើងថាឆ្នាំនេះអារឿងកម្មករហ្នឹងក៏ច្រើនហើយជាពិសេសហ្នឹងគឺបញ្ហារីកូតហ្នឹងក៏ច្រើនបាទបើសិនជាសម្លេងរៀងតិចតួចអីបាទសូមជួយបន្ថែមបន្តិចបាទអរគុណប្រិមិត្តដែលបានខមមិនបាទចាក់តងជាមួយនឹងរឿងសម្លេងហើយក៏សួស្ដីទៅកាន់ប្រិមិត្តនៅក្នុងបណ្ដាញ YouTube ផងដែរបាទហើយថ្ងៃនេះគឺកម្មវិធីថ្មីតិចប៉ុន្តែសម្រាប់ Talk Show របស់ខ្ញុំបានគឺនៅបន្តដដែលបាទសៅរ៍អាទិត្យដដែល
បាទហើយសម្រាប់ការប្រកួតបាទ World Cup នេះនៅបន្តតចប់ដដែល បាទបង ប៉ុន្តែថ្ងៃនេះគឺមកចូលរួមគឺដើម្បីគេថាបង្ហាញនៅកម្មវិធីថ្មីដែលនឹងប្រព្រឹត្តទៅចាប់ពីពេលនេះតទៅ បាទ បាទគាត់ថាដំបូងវារៀងរោករាកតិចដែរបាទ បាទ មក ហើយណាមួយ បាទ ថ្ងៃនេះក៏ជាឱកាសដែរសម្រាប់ពួកខ្ញុំទាំងពីរតាមពិតបងសម្រាប់ World Cup ឆ្នាំនេះរឿងរ៉ាវកើតឡើងហ្នឹងជាពិសេសអារម្មណ៍ឈឺចាប់ហ្នឹងវានៅដក់ក្នុងចិត្តនេះបាទអញ្ចឹងថ្ងៃនេះក៏បានមានឱកាសមកកម្មវិធីបបងគឺអាចបញ្ចេញអារម្មណ៍ខ្លះដែរ បាទ បាទអញ្ចឹងយើងក៏នឹងទៅជជែកវែកញែកសម្រាប់បាទព្រឹត្តិការណ៍ World Cup ដែលបានកើតឡើងជាច្រើន បាទសួស្តីដល់ការប្រិមិត្តតិចចឹងណាបាទ បាទ កុំឲ្យថាប្រិមិត្តយើងមកហើយអត់ ហើយកម្មវិធីថ្មីហងអត់ស្វាគមន៍ បាច់ប្រិមិត្តយើងរត់ចោលអស់បាទក៏សួស្តីដល់ការប្រិមិត្តនៅក្នុងបណ្ដាញ YouTube បាទសួស្តីដល់គ្នាទៅកាន់វងបាទណែនលឿនបាទក៏ដូចជាបាទមរោកាត់បាទវិជ្ជការតារាបាទក៏ដូចជាណាលៀនលឿនបាទសួស្តីបាទជុំមិញច្បាស់មែនថាមើលណូ អូ បាទ កាយសំណាងមកមើល អឺ ណូបង ដូចខ្ញុំលើកឡើងជូនប្រិយមិត្តចឹងថាពេលខ្លះយើងនិយាយថាមើលរណូនេះគឺជាកីឡាករនាំសំណាង បាទបង បាទប៉ុន្តែពេលខ្លះគាត់គឺជា key ឬក៏ជា ហ្នឹងហើយ អា បង វុធសម្ងាត់បាទរបស់គ្រូកថាបាន ហ្នឹង ដែរ ហើយបង បាទដូចជាគាត់លេងនៅ Arsenal ក៏ស្រដៀងគ្នាដែរ បាទ មើលរណូនេះបើយើងនិយាយគាត់មិនមែនខ្សែប្រយុទ្ធណា បាទគាត់និយាយទៅយើងឃើញថាអាការវិវត្តសមត្ថភាពរបស់គាត់ហ្នឹងបងគាត់ បាទ គាត់ថាពេលខ្លះពិបាកក្នុងការស្មានគាត់ដែរពេលខ្លះគាត់លេងជាខ្សែបម្រើតែដល់ពេលនាទីដែលសំខាន់ណានាទីចុងក្រោយភាគច្រើនគាត់តែងតែបញ្ចប់ទីបានល្អហើយយើងឃើញណាបាទពីប្រកួតចុងក្រោយនេះបាទនិយាយទៅគឺជួយអេស្ប៉ាញបានច្រើនមែនទែនអញ្ចឹងខ្ញុំគិតថាតើសម្រាប់ម៉ាច់បន្ទាប់នេះបើប៉ះបារាំងបាទសម្រាប់ក្បួនអាចនឹងបន្តដាក់អញ្ចឹងទៀតឬក៏អាចដាក់មើរណូជា11អ្នកដំបូងតែប្រហែលជាមិនទេបងណា ប្រហែលជាដដែលហ្នឹង បាទព្រោះយុទ្ធសាស្ត្រនេះគឺប្រើជាមួយក្រុមធំឲ្យជោគជ័យទាំងពីរទៀត ហ្នឹងហើយ បាទ កាយ បាទ សំណាងដាក់ពេញម៉ោងមិនកើតកាយសំណាងបាទចុងម៉ោង បាទមែនទេ បាទហើយម៉ាសាបាទនិយាយដើមខ្ញុំតិចមកហ៎បាទមានដើមឲ្យនិយាយទៀតបាទហើយណាសុកបាទក៏ដូចជា Norway win ទៀតហ៎បាទហើយក៏ដូចជាបាទសួស្តីទៅកាន់ម៉ាសបាទមហាសាលបាទលឺវិញទៅហើយបាទហើយ Mora Coding បាទអរគុណច្រើនបាទអត់ទាន់ស្អាតមែនតើទេបាទព្រោះថានៅរោករាបាទស្អាតតែពីលើទេខាងក្រោមសិតតែសម្រាម បាទនិយាយលេងទេប្រិមិត្តបាទមិនទាន់សម្អាតបាទអញ្ចឹងវានៅសល់កន្លែងនេះតិចតួចបាទអញ្ចឹងថតទៅឲ្យប្រិមិត្តឃើញបាទ បាទ បាទអរគុណច្រើនបាទហើយវាសនាអរគុណច្រើនហើយក៏ជាសេងវិចិត្របាទសៀងវិសេងវិចិត្របាទសូមបង2នាក់បាទបាទសុខស្ដីសូមហៅបង2នាក់ទៀតដែរមកបាទហ្នឹងហើយបាទអញ្ចឹងក៏ចូលរួមបាទសំណាងល្អអត់ឡាយដល់អាវបាទចង់ដោះដែរតែខ្ញុំសាច់វាមិនស្អាត អូបងបាទពូធំធំហ៎ បាទអេដមីននំប៉ាវិញដោះបាច់បាទសចាំងបាទដូចលិចអីដើមខ្ញុំដោះបាច់ដូចខ្ជូងអញ្ចឹងបាទអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាបាទហើយសម្រាប់ជួយណែនាំផងដែរបាទគឺអេដមីននំប៉ាឲ្យប្រិយមិត្តមួយចំនួនក៏បានស្គាល់គាត់ហើយដែរបាទហើយក៏ដូចជាអេលិចបាទប្រិយមិត្តប្រហែលជាស្គាល់គាត់តាមរយៈវីដេអូខ្លីច្រើន គាត់ធ្វើវីដេអូច្រើន ខ្លីច្រើនបាទក្នុងមួយថ្ងៃមិនតិចជាងមួយទេ ច្រើនណាស់ បាទអរគុណសួស្តីទៅកាន់ប្រិយមិត្តបាទនៅក្នុងបណ្ដាញសង្គម Facebook ដូចគ្នាបាទថ្ងៃនេះអត់ទាន់បានដាក់ចូលទៅក្នុង Talk Show ណាប្រិយមិត្តបាទហើយប្រិយមិត្តដែលបានទស្សនានេះគឺស្ថិតនៅក្នុង page ថ្មីគឺកម្មវិធីរបស់យើងគឺ Go Sport Podcast បាទហើយក៏អរគុណដល់ការប្រិយមិត្តទាំងអស់គ្នាបាទដែលនៅតែចំណាយពេលវេលាបាទតាមដាន និយាយទៅតាមតាំងពី page ចាស់មកដល់ page ថ្មីកម្មវិធីថ្មីនៅតែបន្តគាំទ្រទៀតបាទនិយាយទៅគឺតាមអត់ឈប់ តាមដើម្បីអី តាមដើម្បីចង់ដឹងបងចង់ដឹងព័ត៌មាន បាទទៅទៅកាន់ពេលរបុតបាទថៃសានលីបាទមេងសុកមង្គលម៉ងសុកមង្គលបាទយុទ្ធបាទទូម៉ងសុកមង្គលបាទសួស្តីទៅកាន់រ៉ាណុតបាទក៏ដូចជាសួស្តីទៅកាន់បាទវិចិត្រវងបាទអត់ដូរទេបាទប្រិមិត្តបាទនេះគឺថែមបាទមិនដូរគឺថែម អូអត់ទេបាទអត់មាន បាទតាសិន KX ក៏ដូចជាបាទមេងដុល្លារបាទបាទហើយសួស្តីទៅកាន់ដូមីណូសានយុទ្ធបាទពូឈប់បាទក៏ដូចជាសុផាបាទរាវុធបាទក៏ដូចជាបាទពេញវ៉ាន់ KPS បាទជួយប្រាប់ប្រធាន FIFA បាទឲ្យលេងយប់ជ្រៅពេកឲ្យផ្នែកខ្មៅហើយបាទចេះទៅមានតែមួយទេជួយប្រាប់ប្រធាន FIFA គឺយើងមានតែសុំខាង FIFA វិញថាឲ្យជ្រើសរើសយកអាស៊ីរបស់យើងទៅចាំផ្ទះ បាទទៅគឺដឹងតែល្អមើលមកដូចយើងកាលមុនបងយើងឃើញបាទតែ World Cup កាល2002នៅផ្សេងពេកបាទនិយាយទៅយើងបើពីខ្ញុំទៅបងប្រហែលជាតន់បាទខ្ញុំរៀងក្មេងពេកបាទចេះមើលដែរបាទពេញមើល បាទហើយសួស្តីបាទហើយសង្ឃឹមថាបាទអាស៊ីរបស់យើងនឹងទទួលបានឆាប់ជាពិសេសនៅប្លុកបាទកូរ៉េបាទនៅករុក
អាចនិយាយថាកូរ៉េអីចឹងណាបាទ ជប៉ុន បាទ ជប៉ុនអីចឹងទៅណា បាទ បាទ D decoration បាទរុំសម្រស់បាទរុំសម្រស់បាទសូមទៅគ្នាទៅកាន់បាទរុនលេងបាទកក្កដាឡុងបាទដូចជាបូរ៉ាបាទគឹមចន្ទរាបាទគឹមហេងខាយបាទសូមទៅកាន់បុនធុននូបាទសូមទៅគ្នាបាទសូមទៅកាន់បាទសារីស៊ីថាវត្តថៃបាទសូមទៅគ្នាបាទទៅកាន់មងសុំមង្គលបាទសេងប៊ុនណាបាទម៉ារ៉ា NK ក៏ដូចជាតាំងវិស័យតាមអើយតាមហើយបាទអូវិជីវ៉ាបាទបារាំងលើកមានហើយបាទសួស្ដីបាទជាជាតិបាទមិនមែនដូរទេនេះគឺថែម បាទថែមសូមបញ្ជាក់បងប្អូនមិនមែនដូរទេណាបាទថែម បាទថែមបាទបាទគុណច្រើនបាទហើយវ៉ាន់ដេតបាទមេងខៀងបាទតោកដាស់ទៅឲ្យខ្ញុំនេះបាទហើយពីសុធិរៈព្រំបាទអញ្ចឹងសាគុំទៅកាន់ប្រិមិត្តយើងប៉ុណ្្នឹងចុះណា បាទបង បាទហើយក៏សួស្ដីទៅកាន់ប្រិមិត្តយើងនៅបណ្ដាញសង្គម YouTube បាទព្រោះដោយសារមានច្រើនបាទខមមិនក៏អាចនឹងមិនអស់អញ្ចឹងខានតែអភ័យទោសបាទពូកែមិនសូវខ្លាំងតែបើសំឡេងអស់តែលឺល្មមបាទយ៉ាបាទគុណច្រើនអរគុណច្រើនបាទចាំមើលខ្ញុំសម្រូវសំឡេងបន្ថែមទៀតព្រោះដោយសារតែថ្ងៃនេះបើយើងនិយាយទៅគឺបថុចញ៉ុច បាទបថុចញ៉ុចហើយយើងចង់លេតតែបាទ ចង់លែតទៅហើយណាមួយបញ្ចេញចឹងប៉ុណ្ណឹងមួយហើយដើម្បីយើងមានការកែប្រែបាទហើយយើងនឹងឈានចូលដល់វគ្គពាក់កណ្ដាលប្រាច់ព្រាត់តែម្ដងបាទហើយចិត្តដល់ថ្ងៃហើយជិះចុះឡើងបានសល់តែបាទអាទិត្យក្រោយទៀតទេបាទចង់អាទិត្យក្រោយជិះចប់ហើយបាទធ្វើកាប់បាទបាទអរគុណច្រើនបាទស្ដីគ្នាទៅកាន់ម៉ៅម៉នបាទក៏ដូចជារដ្ឋាវាងបាទហើយរដ្ឋាវាងបាទខាងបងពីរនាក់ទៀតលឺល្អបាទអញ្ចឹងអត់លឺតែខ្ញុំទេអញ្ចឹងបាទ ខ្ញុំអត់សូវនិយាយដែរបាទអត់សូវនិយាយផងលឺដែរបង បាទប្រហែលជាអាចនឹងមកពីកំពង់កខ្ញុំធំពេកបើនិយាយទៅអត់សូវលឺបាទបាទ2022អាស៊ីល្អដែរបាទតែមកមិនខុសពីអឺរ៉ុបទេ2034ដូចគ្នាដែរបាទអរគុណច្រើនបាទសៀវវិចិត្របាទក៏ដូចជារ៉េប៉ែនបរិនបាទសួស្ដីគ្នាចានឈឹមច័ន្ទបាទក៏ដូចជាបាទបងម៉ៅកូនខ្មែរបាទអង់គ្លេសវាយបានអត់បាទមើលបាទសួរទៅកាន់អេដមីននំប៉ាវនេះមកវាយបានអត់មើលទៅ យប់នេះមានអីបងនិយាយទៅយប់នេះបើយើងមើលពីអង់គ្លេសមួយ Norway វាលក្ខណៈថាជាការប្រកួតដែលតានតឹងខ្ញុំគិតថាសម្រាប់ក្រុមទាំងពីរនេះអាចនឹងមានគ្រាប់ច្រើនបើពីខ្ញុំទៅអង់គ្លេសមួយរយៈនេះយើងឃើញឆ្លងមិចកូពិបាកណាបងអង់គ្លេសឆ្លងមិចកូទាំងដដាបទៅនោះតែអ្វីដែលខ្ញុំមើលឃើញពីភាពល្អរបស់អង់គ្លេសមួយអង់គ្លេសជាក្រុមខ្លាំងតែលេងបែបឡប្លុកលេងគឺលេងទប់ល្អមែនទែនយើងឃើញសូម្បីតែអង់គ្លេសបាត់បង់កីឡាករសំខាន់ម្នាក់ខ្សែការពារដូចជាកុនសាណាបងបាត់បង់កុនសាតែយើងឃើញថាទម្រង់លេងគឺតាំងពី Hurricane តាំងពី Jude Bellingham ចូលមកគឺសហការគ្នាការពារបានល្អមែនទែនមិចកូបងឃើញនៅពេលដែលមិនទាន់កាតក្រហមមិចកូក៏លេងបុកខ្លាំងដែរតែបើយើងមើលទៅនៅមានគ្រាប់តែនៅពេលដែលអង់គ្លេសគឺគេចង់លេងទប់មិចកូគឺបើទោះបីជាអង់គ្លេសសល់គ្នាតែ10នាក់ក៏ធ្វើអីអង់គ្លេសអត់ចេញដែរបាទអញ្ចឹងបើសិនជាយើងនិយាយអំពីការប្រកួតជប់នេះយើងអាចនិយាយបានថាវារៀងពិបាកមើលបន្តិចណាបាទពិបាកជប់ជាពិសេសគឺល្អមើលបាទអង់គ្លេសជាមួយនឹង Norway ហើយសម្រាប់គូព្រឹកដូចជាមិនអីទេប៉ុន្តែនៅពិបាកដែរសម្រាប់អ្នកធ្វើការប៉ុន្តែថ្ងៃស្អែកគឺជាថ្ងៃអាទិត្យអូពេញហ្មងម៉ោង8បាទពេញមើលបាទខណ្ឌតែអភ័យទោសប្រិមត្តណាបាទសំឡេងបើសិនជាសំឡេងខ្សោយអីបាទខណ្ឌតែអភ័យទោសកាន់ប្រិមត្តទាំងអស់គ្នាផងដែរបាទហើយអរគុណច្រើនបាទរុំសារ៉ោបាទក៏ដូចជាប្រិមិត្តសួរថារៀបរាប់ពីគោលការណ៍នៃកម្មវិធីថ្មីអត់មានគោលការណ៍អីច្រើនទេបាទ podcast តាមពិតពួកយើងគ្រាន់តែមកជជែកវែកញែកតាក់ទងមួយព្រឹត្តិការណ៍ថ្មីបាទក៏ដូចជាបងប្អូនដែលមានសំណួរអីក៏អាចសួរពួកយើងបានបាទស្តៀងជាមួយនឹងបាទយើងទៅដូចជាមួយនឹង talk show របស់ខ្ញុំដែរតែគ្រាន់ថាលើនេះយើងមានគ្នាយើងច្រើនបន្តិចបាទតែពិតដោយសារផ្ទះទូកមិនដាក់ច្រើនទៀតដាក់គ្នា6 7ដាក់មកតុកមកយកទៅកម្មវិធីយើង1ម៉ោងម្នាក់និយាយបានតែ5នាទីបាទហើយមិនមានគោលការណ៍ទេប្រិមិត្តបាទគ្រាន់តែយើងមានជា admin ផ្សេងៗអញ្ចឹងទៅយើងបានចូលរួមទាំងអស់គ្នាអញ្ចឹងទៅមានមតិផ្សេងតទៀតកុំឲ្យប្រិមិត្តគិតថាឃើញមុខជួបតាពេលបាទអត់មានអីបាទអញ្ចឹងក៏យើងមានកម្មវិធីថ្មីនេះបាទហើយក្នុងមួយសប្តាហ៍យើងកំពុងតែរៀបចំថាមួយថ្ងៃម្ដងប៉ុន្តែសម្រាប់ World Cup នេះប្រហែលជាយើងរៀបចំតចប់បាទអញ្ចឹងមានន័យថាសម្រាប់មុននឹងរៀបរាប់ការប្រកួតយើងនឹងមានការបាទ live បាទហើយចប់ពីនេះទៅចាប់ដល់ league យើងនឹងអាចនឹងមួយសប្តាហ៍ម្ដងបាទឬក៏មើលទៅតាមសន្ទុះបើសិនជាប្រិមិត្តយើងមានការគ្រប់គ្រងច្រើនយើងនឹងអាចនឹង2ដងក្នុងមួយសប្តាហ៍បាទហើយបើសិនតែអ្នកមើលឡើងដល់ 10k អាចនឹងមួយថ្ងៃម្ដងមួយថ្ងៃ2ដងមួយថ្ងៃ2ដង 10k អូច្រើនបាទ
បាទ បាទអញ្ចឹង តោះ ឲ្យខាត់ពេលវេលាប្រិមត្តណោះបាទអញ្ចឹងខណ្ឌតែអភ័យទោសប្រិមត្តអស់គ្នាផងដែរសម្រាប់អញ្ចឹងវាខុសប្លែកបន្តិចណា បាទ តែ បង ត្រង់ថាដោយសារតែកម្មវិធីនេះយើងមានរហូតដល់3នាក់ហើយខ្ញុំបាទជាអ្នកសម្របសម្រួលផងដែរអញ្ចឹងសម្រាប់ការតបទៅខមមិនទៅកាន់ប្រិមត្តទាំងអស់គ្នាប្រហែលជាមិនច្រើនពេកទេបាទមានន័យថាអាចនឹងតិចតួច បាទ បាទអាចនឹងសួរស្ដីប្រិមត្តខ្លះអាចនឹងឈានចូលដល់កម្មវិធីយើងតែម្ដងហើយនឹងមានការតបទៅកាន់ខមមិនប្រិមត្តមួយចំនួនទេបាទអញ្ចឹងក៏ខណ្ឌតែអភ័យទោសប្រិមត្តទុកជាមុនណាប្រសិនបើក្នុងករណីខ្ញុំអត់បានតបទៅខមមិនប្រិមត្តអីច្រើនក៏ខណ្ឌតែអភ័យទោសទៅកាន់ប្រិមត្តទាំងអស់គ្នាផងដែរនិយាយទៅចង់ស និយាយទៅបើអត់បានតបខមមិនទៀតមកគីឡូលោតទៅឃើញតប បាទបាទតោះយើងក៏ឲ្យខាត់ពេលវេលាដោយសារតែថ្ងៃនេះគឺជួបជាមួយនឹងបាទadmin ដំប៉ាវហើយ admin ដំប៉ាវនេះគឺថាជា fan ដ៏ជ្រៅជ្រះបាទមួយបាទរបស់ប៉ូទុយហ្គាល់ បាទបង អញ្ចឹងសូមជួយបញ្ចេញអារម្មណ៍តិចមើលតើសម្រាប់អារម្មណ៍គិតមិនដែរថាតើសោកស្ដាយឬក៏មួយគិតថាបាល់នេះគឺហាក់បីដូចជាមានអ្វីខុសត្រង់ចំណុចណាដែលធ្វើឲ្យប៉ូទុយហ្គាល់មិនអាចទៅរួច បាទឬក៏វាមានភាពគេហៅថាមិនយុត្តិធម៌ឬក៏អីយ៉ាងណាដែរបាទ បាទសម្រាប់ខ្ញុំគិតថាសម្រាប់ខ្ញុំក៏ដូចជាអ្នកគ្រប់គ្រងប៉ូទុយហ្គាល់ទាំងអស់អ្នកគ្រប់គ្រង Cristiano Ronaldo ទាំងអស់ខ្ញុំគិតថាម្នាក់មិនមែនថាមិនកើតទុកមិនសុខចិត្តអីព្រោះគេថាចាញ់អេស្ប៉ាញហើយអត់អស់ចិត្តទៀតបាទតែចាញ់ក្រុមខ្លាំងជារឿងមួយតែតម្រងលេងដែលមើលទៅមិនស៊ីចង្វាក់គ្នានេះគឺជារឿងដែលយើងខកចិត្តមែនទែនព្រោះមុនការប្រកួត World Cup បងខ្ញុំជឿជាក់ថានៅពេលដែលឃើញ line up របស់ក្រុមជំនឿជាតិប៉ូទុយហ្គាល់ម្នាក់អ្នក fan គឺគ្រប់គ្នាគឺសប្បាយចិត្តហើយរំភើបអាចនិយាយថារំពឹងទុកខ្ពស់ពេកគាត់ថាបើទោះបីជាមិនបានលើកពាននេះគឺជា World Cup ចុងក្រោយរបស់ Cristiano Ronaldo ហើយអញ្ចឹងឲ្យតែបានទៅវគ្គជ្រៅឧទាហរណ៍ថាបានទៅវគ្គ4ក្រុមឬក៏វគ្គ8ក្រុមហ្នឹងក៏យើងអស់ចិត្តដែរតែដំណើររបស់ប៉ូទុយហ្គាល់ឆ្នាំនេះគឺបានត្រឹមបញ្ចប់ត្រឹមវគ្គ16ក្រុមហើយបើយើងមើលពីគ្រប់ stage មកក៏រៀងដដាបដដួសទៀតបាទគ្រប់ stage មកបើបានលេខ1អត់សូវអញ្ចឹងបាទបើបានលេខ1ល្អមែនទែនបងតែសយរឿងជុំទី3ហ្នឹងគឺយើងស្មើត្រឹមបាទស្មើមួយកូឡុំប៊ីមើលជុំទី1ស្មើមួយកុងហ្គោមួយស្មើតម្រង់លេងសាច់បាល់ល្អបាទមួយកុងហ្គោតង់ទី1នាំមុខមុនទៀតក្រោយមកកុងហ្គោតាមស្មើបន្ទាប់មកជុំទី2យើងឈ្នះឧបាគីស្ថានជុំទី3ស្មើមួយកូឡុំប៊ីចាប់ពូលកូឡុំប៊ីលេខ1ប៉ូទុយហ្គាល់លេខ2ប៉ូទុយហ្គាល់លេខ2គឺធ្វើការធ្ងន់ហ្មងបងមកជ្រុងនេះគឺសិតតែជ្រុងអាចនិយាយថាជ្រុងពីឃាតណានិយាយទៅគឺឆ្លងបើឧទាហរណ៍បើឆ្លងមកដល់វគ្គនេះមើលបើផុតអេស្ប៉ាញមកក៏នៅបារាំងទៀតបងអញ្ចឹងគេថាធ្វើការធ្ងន់មែនតើនិយាយទៅគឺមិនមែនចង់ថាអូអាសង់ទីនគេឆ្លងមកគឺស្រួលមកដល់វគ្គនេះគឺអាចនិយាយថាប៉ូទុយហ្គាល់មិនមែនថាខ្លាចអីទេតែអ្វីដែលយើងមើលឃើញប៉ូទុយហ្គាល់គឺលេងជាក្រុមអត់ល្អបងប៉ូទុយហ្គាល់មានកីឡាករល្អច្រើនមែនតើហើយជាពិសេសសុទ្ធសឹងតែជាកីឡាករដែលឡើងជើងខ្លាំងនៅរដូវកាលនេះយើងមើល Bruno Fernandes ហ្នឹងគឺទើបតែបំបែកកំណត់ត្រាអាស៊ីជាកីឡាករអាស៊ីបាល់ច្រើនជាងគេនៅ Premier League បាទយើងមើលអ្នកកាន់ record ហ្នឹងណាគេ Kevin De Bruyne Henry តែ Bruno នៅតែអាចបំបែកបានទៀតហើយអ្វីដែលពិសេសទៀតពីខាងក្រោយមាន Neves មាន Vitinha ដែលសិតសឹងតែទើបតែបានជួយPSG ឈ្នះ back to back champion ទៀតបាទហើយបើយើងមើលខ្សែការពារក៏ល្អបាទជាពិសេសខ្សែការពារស្លាប់ក៏នឹងអាចជួយតំបន់ប្រយុទ្ធច្រើនដែរតែប៉ូទុយហ្គាល់បើនិយាយពីតំបន់ប្រយុទ្ធរៀងស្ទើរបន្តិចបាទប៉ូទុយហ្គាល់តំបន់ប្រយុទ្ធយើងឃើញថាបាទស្លាប់មាន Neto បាទស្លាប់ឆ្វេងបើខ្ញុំកាលពីមុនខ្ញុំ select ខ្ញុំចង់ឃើញ Felix ចូលលេងជាមួយ Cristiano Ronaldo ព្រោះពួកគាត់លេងនៅ Al Nassr មួយគ្នាអញ្ចឹងអាភាពស៊ីចង្វាក់របស់ Felix និង Ronaldo នេះអាចនឹងមានច្រើនតែដល់ពេលជាក់ស្ដែងហ្នឹងពេលដែលលោក Roberto Martinez ដាក់ Felix ធ្វើអត់សូវបានល្អទៀតអញ្ចឹងយើងឃើញថាមានតែដាក់ layout ទៅ layout ក៏មិនសូវជួយបានច្រើនហើយបាល់ភាគច្រើនបើបងប្អូនចាប់អារម្មណ៍កាលពីប្រកួតជាមួយនឹងអេស្ប៉ាញប៉ូទុយហ្គាល់អាចនិយាយថាអត់សូវរុញបាល់ទៅមុខទេហើយបើ ball position លេងចាញ់អេស្ប៉ាញដាច់បាទហើយការក្រោសភាគច្រើនយើងដឹងហើយអេស្ប៉ាញនេះលេងបាល់ខ្លីល្អណាស់តែប៉ូទុយហ្គាល់មិនសូវហ៊ានលេងបាល់វែងទេហើយជាពិសេសការចោះចូលកណ្ដាលហ្នឹងគឺអត់សូវហ៊ានហាក់ដូចជាមិនសូវមានទំនុកចិត្តទៅលើ Cristiano Ronaldo បងនេះហើយជាមូលហេតុដែលយើងអត់សូវជាសប្បាយចិត្តជាមួយនឹងលទ្ធផលនេះហើយចុងក្រោយធ្លាក់តែបើយើងគិតទៅអាវុធសម្ងាត់ដែលដូចបងនិយាយពីដើមណាបាទMerino នេះយើងមើលមិនឃើញគេលេងស្លាប់អេស្ប៉ាញគឺលេងស្លាប់ច្រើនមែនទែនតែដល់នាទីចុងក្រោយអាការចោះបាល់ចូលកណ្ដាលពីបាទតំបន់បម្រើរបស់អេស្ប៉ាញនេះសម្រាប់
បកតិកាត្រឹមវគ្គ32វគ្គ16ក្រុមនេះឈឺចាប់ណាស់បង បាទសម្រាប់ព័ត៌មានដែលតាក់ទងជាមួយនឹង Cristiano Ronaldo ថាគាត់នឹងបញ្ចប់ជាមួយនឹងជម្រើសជាតិប៉ូទុយហ្គាល់ហ្នឹងតើរឿងនេះមិនដល់ណាដល់ណីដែរបាទឬគឺបាទនិយាយទៅបើតាមការនិយាយរបស់គាត់ផ្ទាល់ណាបងបាទនៅពេលដែលចប់ការប្រកួតហ្នឹងគាត់អត់ទាន់និយាយអីទេតាក់ទងមួយការចូលនិវត្តន៍ពីក្រុមជំនួយជាតិគាត់គ្រាន់តែថាឥឡូវហ្នឹងគាត់ចង់សម្រាកសិនព្រោះនេះជាពេលវេលាដែលលំបាកសម្រាប់គាត់ដែរបាទព្រោះយើងដឹងហើយបើ World Cup ឆ្នាំនេះគឺជា World Cup ចុងក្រោយរបស់គាត់ហើយបាទអញ្ចឹងយើងក៏នឹងមិនចង់ឲ្យគាត់ចូលនិវត្តន៍លឿនពេកបើអាចថាលេងយូរ៉ូឲ្យមកព្រឹត្តិការណ៍ទៀតណាបងណាបាទហើយបើគិតថាអាចបានបើសុំគាត់បើនិយាយទៅទោះបីយ៉ាងណាក៏ដោយបើសិនជាគាត់មិនបានលេងក៏ឲ្យគាត់ជាឈ្មោះនៅកៅអីបំរុងបាទបានចូលជាមួយនឹងកីឡាករក៏ខ្ញុំគិតថាវាល្អដែរបាទសម្រាប់ខ្ញុំវិញខ្ញុំគិតថាក៏វាដល់ពេលវេលាហើយណាបាទហើយឆ្នាំនេះបាទក៏យើងដឹងស្រាប់ហើយណេម៉ាក៏គាត់បានបញ្ជាក់ពីការចេញពីជម្រើសជាតិហើយក្នុងនោះផងដែរបាទសម្រាប់រ៉ូណូកំពុងស្ថិតនៅក្នុងការពិចារណាប៉ុន្តែមើលទៅដូចជាអត្រាខ្ពស់បាទហើយកន្លែងទៅមើលលីអូណែលមេស៊ីនៅវិញបើឆ្នាំនេះគឺប្លែកមែនតើនៅក្នុងគ្រប់បទសម្ភាសន៍ទាំងអស់គឺគាត់និយាយដដែលគឺតាក់ទងជាមួយនឹងរឿងមួយគឺគាត់សប្បាយចិត្តទៅនៅមួយក្រុមគាត់សប្បាយចិត្តទៅនៅមួយក្រុមតែប៉ុណ្ណឹងខ្ញុំពិតជាភ្ញាក់ផ្អើលមួយទម្រង់លេងរបស់គាត់ខ្លាំងមែនតើសម្រាប់មេស៊ីបាទនិយាយទៅគឺអាចនិយាយថាសម្ពាធដែរសម្រាប់រ៉ូណាល់ដូព្រោះយើងដឹងហើយពួកគាត់គឺអាចនិយាយថាជាគូប្រជែងគ្នាណាបាទក្នុងរយៈពេលប្រហែល20ឆ្នាំនេះពួកគាត់អាចនិយាយថាពួកគាត់កំដរអារម្មណ៍យើងគឺបានមកដល់ពេលនេះអាចនិយាយថានៅពេលដែលជាដំណឹងថា World Cup ចុងក្រោយរបស់គាត់ដូចខ្ញុំនិយាយថាហេតុអីបានយើងឈឺចាប់ព្រោះថានេះគឺជា World Cup ចុងក្រោយរបស់គាត់អញ្ចឹងបើសិនបើប៉ូទុយហ្គាល់អាចឡើងទៅដល់វគ្គជ្រៅណាមួយដែលផ្ដល់អនុស្សាវរីយ៍ដែលល្អសម្រាប់ fan ណាបាទក៏ដូចជាអ្នកគាំទ្រឲ្យចងចាំណាតែនេះគឺចាញ់ដោយស្រួលពេកបងបាទហ្នឹងហើយប្រិមិត្តខានតេផៃតូណាបាទសម្លេងពួកយើងនឹងហ្វិចតាមក្រោយបន្តទៀតបាទសម្រាប់តាសូនេះដោយសារតែវាលឿនពេកបាទធម្មតាថ្មីអញ្ចឹងហ៎បងបាទធុញញមែនតើបាទថ្មីអញ្ចឹងហើយបាទយូរទៀតយ៉ាប់ជាងនឹងទៀតបាទបន្តពីសំណួរប្រព័ន្ធនេះយើងនិយាយអំពីការប្រកួតបាទនៅក្នុងយប់នេះវិញក៏ដូចជាចាឈានទៅចូលមកវគ្គ8ក្រុមចុងក្រោយបាទហើយសម្រាប់បារាំងក៏យើងឃើញហើយបាទបានទៅកាន់វគ្គបន្តរួចរាល់ហើយបាទហើយសម្រាប់អេស្ប៉ាញការប្រយុទ្ធមិញក៏ធ្វើបានល្អមែនទែនបាទហើយសម្រាប់ពីប្រកួតនេះយើងក៏ឃើញដែរណាបាទយើងឃើញថាម៉ារុករតែមួយផ្លែជាមួយនឹងបារាំងបានទេបាទហើយបើយើងកន្លែងទៅមើលបែសិកជុំមិញរតែមានតិចតួចតែបើយើងគិតទៅបងមកវិញម៉ារុកគឺជាក្រុមជាមួយជាតិមើលតាំងពី2022មកដែលយើងឃើញថាអូក្រុមនេះគឺមិនធម្មតាបាទអាចនិយាយថាមើល2022តែពិបាកក្រុមដែលខ្ទាស់គាត់ហ្នឹងគឺបារាំងហ្នឹងតែម្ដងបាទតែគាត់ថាការពីនេះគាត់អាចឈានដល់វគ្គ4ក្រុមចុងក្រោយនិយាយទៅ8កំណត់ត្រាដែលក្រុមមកពីអាហ្វ្រិកដែលឡើងទៅដល់វគ្គជ្រៅអញ្ចឹងណាបងបាទនិយាយទៅគឺម៉ារុកនេះអាចនិយាយថាបើ World Cup ឆ្នាំក្រោយបងគិតមិនដែរសម្រាប់ខ្ញុំនៅតែលើកឡើងដដែលថាវាពិបាកណាស់បាទសម្រាប់ក្នុងការយកឈ្នះទៅលើក្រុមនៅតំបន់អឺរ៉ុបបាទបើសិនជាយើងនិយាយពីធនធានវិញសម្រាប់ក្រុមនៅអឺរ៉ុបគឺគេធនធានរបស់គេហ្នឹងគឺវាជាល្អពីមួយឆ្នាំទៅមួយឆ្នាំហើយសម្រាប់នៅក្នុងតំបន់អាហ្វ្រិកបាទក៏ដូចជាតំបន់អាមេរិកអីមើលទៅយូរតម្រាំបានធនធានដែលអាចទាំងចូលរួមបានអញ្ចឹងណាបាទហើយអីដែលសំខាន់បងឥឡូវហ្នឹងក្រុមអឺរ៉ុបមិនធនធានកីឡាករវាច្រើនស្រាប់ហើយតែឥឡូវឃើញសូម្បីបារាំងហ្នឹងកីឡាករចូលសញ្ជាតិពីខាងអាហ្វ្រិកហ្នឹងក៏ច្រើនវាធនធានពីដើមមកគឺច្រើនហើយផលិតផលគេពីដើមមកវាច្រើនវាសម្បូរហើយហូរហៀហើយបាទដល់ពេលគេឆ្លៀតច្បិចជើងខ្លាំងមកពីអាហ្វ្រិកកូនកាត់មកថែមទៀតអូបាទនិយាយទៅគឺកាន់តែណែនហ្មងបាទហើយសម្រាប់ការប្រកួតពីប្រកួតបានកន្លងផុតទៅហើយបាទក្នុងរយៈពេល2យប់នេះហើយយើងក៏និយាយថាបារាំងក៏យើងបានលើកឡើងហើយដែរហើយយើងនឹងមានអេស្ប៉ាញការប្រយុទ្ធមិញបើនិយាយទៅគឺសម្រាប់បាទអេស្ប៉ាញគឺគ្រប់គ្រងលើទីលានទាំងស្រុងហើយបើយើងនិយាយមែនទេបាទបងខ្ញុំចាប់អារម្មណ៍ចេះអេស្ប៉ាញបើក្នុងការប្រកួត World Cup នេះបើនិយាយពីក្រុមជំនួយជាតិដែលចូលចិត្តលេងគ្រប់គ្រងបាល់ច្រើនមានតែអេស្ប៉ាញនេះទេបារាំងលេងប៉ះក្រុមណាក៏គេបើកឲ្យលេងដែរបងគេអត់សូវ hold position ច្រើនទេបានន័យថានៅពេលដែលដើមថងសំបីប៉ះម៉ារុកអញ្ចឹងបាទប៉ះម៉ារុកបារាំងគឺ10នាទីជាងហ្នឹងគឺព្យាយាមធ្វើម៉េចឲ្យម៉ារុកមានសាច់បាល់លេងដែរ
bà chọn đăng tham mà rock miền ấy là miền phai chả kê ọt bà taยังเคยbàสมัยประปอนเลยนะบ่ปะรังបងប្អូនដឹងល្អតាំងពីលើដល់ក្រោមហើយខ្ញុំចាប់អារម្មណ៍ធម្មតាជួមុខយើងមិនបាច់និយាយទេ Michel Olise Dizadue Barcola បាទ Kylian Mbappe អាហ្នឹងគឺយើងណាគេក៏ដឹងថាល្អដែរតែខ្ញុំចាប់អារម្មណ៍ខ្សែបម្រើរបស់ Roma ណាបងបាទគូនេះគឺល្អមែនទេណាបងបាទទៅមកថ្មីបាទទៅមកថ្មីណាបាទ World Cup ឆ្នាំនេះមើលឆ្នាំមុន2022N'Golo Kanté បាទតែឆ្នាំនេះយើងមានកូណេក៏លេងស៊ីចង្វាក់គ្នាដែរហើយភាពសង់តង់របស់បារាំងបានគួរឲ្យខ្លាចហ្មងបាទអញ្ចឹងមិនឃើញថាតំបន់កណ្ដាលហើយអាការប្រើប្រាស់យុទ្ធសាស្ត្រវិញវាមានច្រើនជំរឿនសម្រាប់បារាំងទៀតគឺចង់លេងប្រយុទ្ធស្លាប់ក៏បានលេងចោះចូលកណ្ដាលក៏បានហើយបើសិនបើការពារខ្លាំងពេករ៉ាប៊ីអតក៏អាចទាត់ពីចម្ងាយបានបាទកូណេក៏អាចទាត់បានទៀតបាទបើយើងខ្ញុំលើកឡើងការពីម្សិលមិញយើងលើកឡើងថាសម្រាប់បារាំងគឺមិនបើសិនជាយើងនិយាយបច្ចេកទេសណាបាទបងបាទមិនដូចអេស្ប៉ាញទេអេស្ប៉ាញគឺការលេងជាក្រុមបច្ចេកទេសក្នុងការលេងមើលទៅការដែលបញ្ជូនបាល់ឲ្យគ្នាស៊ីសង្វាក់គ្នាចំនួនប៉ះអីគឺល្អមែនទេប៉ុន្តែបើនិយាយពីបារាំងវិញគឺកីឡាករជាធំតែម្ដងបើសិននិយាយក្បួនមិនសូវជាប្រមាណទេបាទបើសិននិយាយថាបើយើងជាគ្រូវិញបាច់ទាំងណាបាច់រៀបក្បួនទេបាទតែកីឡាករចូលលេងឲ្យតែត្រូវរោមកគាត់លេងទៅបាទបាច់ទៅប្រាប់គាត់ច្រើនពេកទេបាទព្រោះថាវាល្អអស់ពេកទៅហើយគាត់ដឹងវិជាថាម៉េចតែហើយយើងឃើញឯការរៀងរាល់ការប្រកួតលោកដេសំឬអត់មានអីច្រើនទេគាត់មានតែមើលជាមួយក្រុមការងារគាត់ចាំតែដូរកីឡាករទេហើយឲ្យទៅបជារួចច្អល់ទៅរត់ឆ្វេងរត់ស្ដាំអីអត់មានអាលីងបាទសម្រាប់លោកដេសំបាទអញ្ចឹងឯងកន្លែងចំណុចនេះខ្ញុំអាចថាបើសិនជាអាហ្នឹងយើងនិយាយពីតម្រង់លេងមិនទាន់មានស្អីហ្នឹងណាហ្នឹងកាយកីឡាករគឺល្អទៅហើយបាទល្អអស់អាលីងហើយបាទអញ្ចឹងមិនដឹងថាតើអេស្ប៉ាញនឹងទប់ទល់ជាមួយនឹងបារាំងរួចមិនរួចទេតែយ៉ាងណាមិញយើងក៏ដឹងដែរថាសម្រាប់អេស្ប៉ាញគឺតម្រង់លេងរបស់គាត់គឺល្អមែនទេការជាពិសេសក្បួនហ្មងបាទជាពិសេសក្បួនហ្មងតែម្ដងបាទអញ្ចឹងយើងនិយាយពីគូយប់នេះវិញទៅបាទសម្រាប់យប់នេះគឺឈានដល់ព្រឹកគឺមាន2គូតែម្ដងដោយសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសត្រូវប៉ះជាមួយនឹងបាទណ័រវេបាទនៅវេលាម៉ោង4ហើយក៏ដូចជាអាសង់ទីនប៉ះជាមួយនឹងស្វីស័រឡែននៅវេលាម៉ោង8ព្រឹកបាទវាដូចជាប្លែកតិចដែរអ្នកខ្លះក៏លើកឡើងដែរថាសម្រាប់អាសង់ទីនគាត់នៅឡាទីនហើយធ្វើលេងម៉ោង8ព្រឹកចំម៉ោងគាត់តែម្ដងខណៈពេលដែលក្រុមផ្សេងនឹងលេងដូចខុសម៉ោងតែពុតបាល់ទាត់គេមិនប្រកាន់ទេអាកន្លែងចំណុចហ្នឹងប្រិមិត្តពេលវេលាម៉ោងគេសម្រាប់គេមានហើយបាទហើយមិនគាត់ចុះពេលម៉ោងគាត់លេងយប់គាត់លើមកលេងព្រឹកវិញត្រូវបងមើលក្រុមអឺរ៉ុបមើលគាត់ក៏សម្របតាមហ្នឹងដែរធ្វើមិនធម្មតាការរៀបចំតែ FIFA រៀបចំថាប្រទេសនឹងធ្វើជាម្ចាស់ផ្ទះកីឡាករក៏ត្រូវតែសម្របតាមហ្នឹងដែរអ្វីដែលពិបាកសម្របមិនមែនការគេងទេគឺអាកាសធាតុនឹងបងនិយាយថាអាកាសធាតុបាទអញ្ចឹងយើងនិយាយអំពីគូម៉ោង4តែម្ដងបាទដោយសារថ្ងៃនេះយើង2នាក់និយាយច្រើនហើយសម្រាប់អេលិចបានតែមួយទេបាទអញ្ចឹងសូមសួរទៅអេលិចតិចមើលតើយល់យ៉ាងណាដែរបាទជាមួយការប្រកួតរវាងអង់គ្លេសជាមួយនឹងណ័រវេថាតើចាំមើលណ័រវេហ្នឹងមានមកក្បាច់របស់អង់គ្លេសមានមកផែក៏អង់គ្លេសហ្នឹងគឺបានត្រឹមតែចង់និយាយថាលេងតាមបែបធ្វើឲ្យទស្សនិកជនហ្នឹងគឺតឹងទ្រូងដដែលបាទព្រោះថាប្រមាណប្រកួតនេះគឺថាអង់គ្លេសលេងតែបែបទៅគេតឹងទ្រូងនឹងឯងតាំងពីដើមមកលេងឲ្យគេតឹងទ្រូងរហូតអត់មានកន្លែងណាចេញទៅខ្វាច់ពុបមើលទៅដូចអេស្ប៉ាញណាបាទមើលទៅឲ្យកីឡាករបើសិនតែយើងនិយាយមកតារាងរបស់អង់គ្លេសវិញរាប់ឈ្មោះតាំងពីអ្នកចាំទីរហូតដល់អ្នកអង្គុយកៅអីម្រុងគឺល្អទាំងអស់បាទហើយអញ្ចឹងតើគិតថាយ៉ាងណាដែរបាទសម្រាប់អេលិចថាគិតថាតើសម្រាប់អង់គ្លេសគាត់ព្យាយាមលាក់តម្រង់លេងឬក៏គាត់លេងបែបហ្នឹងប៉ុន្តែតម្រង់របស់លោកទូសែលហ្នឹងគឺគាត់អញ្ចឹងឬក៏យ៉ាងណាដែរហើយតើអាចនឹងអ្នកណាដែលមានប្រៀបជានៅក្នុងថ្ងៃស្អែកបាទសម្រាប់គូ2ហ្នឹងគឺខ្ញុំគាត់ថាវាប្រហាក់គ្នាបងខ្លាំងដូចគ្នាហើយដូចបងនិយាយហ្នឹងអង់គ្លេសគឺខ្លាំងទាំងអស់កីឡាករសិតធនធានល្អឯងទាំងការពារប្រយុទ្ធហើយបំរើក៏ល្អទាំងអស់បងហើយបើណ័រវេវិញក៏ល្អដែរឥឡូវក៏ខានលេង World Cup ប្រហែល28ឆ្នាំហើយតែដល់ពេលឡើងមកវិញគឺកាចយកហ្មងហើយអាចឈានមកដល់វគ្គនេះគឺខ្លាំងហើយមួយវិញទៀតគឺទើបតែតម្លាក់សាំបាប្រេស៊ីលគឺបងល្អណាស់ហើយបើគូ2នេះអង់គ្លេសខ្ញុំគិតថាពួកគាត់មកដល់វគ្គនេះហើយអត់មានទុកជើងអត់មានទុកអីទៀតទេគឺដាក់យកទាំងអស់ហើយប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគឺពួកគាត់ថ្មីតែកីឡាករល្អប៉ុន្តែ
ការលេងរបស់គាត់នៅមានចំណុចតែអត់សូវស៊ីចង្វាក់គ្នាបន្តិចបងជាភាសាវគ្គធំហ្នឹងបងហើយប៉ុន្តែបើឲ្យខ្ញុំជ្រើសរើសគឺខ្ញុំគិតថាខ្ញុំឆ្លាញ់ Norway ដោយសារគេមានគ្រាប់គុជគេមួយដែរគឺ Haaland បងនឹកស្រួចឥឡូវរកបាន8គ្រាប់ អញ្ចឹងមកនេះអង់គ្លេសល្អពីលើដល់ក្រោមតែបើឆ្លាញ់ Norway បាទឆ្លាញ់ Norway គិតថាចំណុចកន្លែងណាដែលអាច Norway នឹងយកឈ្នះទៅលើអង់គ្លេសបាន ជាការសាមគ្គីគ្នាបង សាម ព្រោះ គ្គី ហ្នឹងឯ Norway សាមគ្គីគ្នាល្អណាស់ហើយគេមានខ្សែបម្រើគេក៏រៀងល្អមាន Odegaard ហើយបើបញ្ចូលវិញគឺស្រួលយកហ្មង Haaland បងឥឡូវរកបាន8គ្រាប់ទេណា បាទស្មើ 7 8 ហ៎បងឥឡូវដូច 7 បាទនៅទេ នៅទេបង នៅតែ7គ្រាប់ហើយ បាទនៅ7គ្រាប់ហើយជាស្រ័យបាទ បាទព្រោះអ្នកដែលកំពុងលើគេហ្នឹងគឺ Lionel Messi ហើយជាមួយនឹង Kylian បាទអូ Mbappe ពងដេញគ្នាខ្លាំងហ៎បង បាទនិយាយទៅបើនិយាយពី top scorer ស្បែកជើងមាសនៅរដូវកាលនេះបងប្អូនអាចពិបាកស្មានបន្តិច បាទបាទ តែបើយើងឥឡូវយើងគិតថាចេះបាទខ្ញុំចង់មានចំណាប់អារម្មណ៍តាក់ទងមួយអង់គ្លេសនិង Norway បន្តិចដែរអង់គ្លេសមួយ Norway នេះបើយើងគិតទៅគឺជាក្រុមអឺរ៉ុបដែលប៉ះគ្នាដែរទៀត បាទ ណា បាទ បាទយប់មិញហ្នឹងគឺ Belgium មួយអេស្ប៉ាញបាទឥឡូវអង់គ្លេសមួយ Norway ទៀតទេហើយបងប្អូនដឹងហើយសម្រាប់អង់គ្លេសមួយ Norway នេះកម្រិតក៏ខុសគ្នាឆ្ងាយដែរតែបើក្រុមដែលទើបតែឡើងមកដល់ដូចប្រវត្តិដូចថា Norway នេះមិនដែលឡើងមកដល់វគ្គនេះទេឥឡូវឡើងមកជួបអង់គ្លេសទៀតអត់មានអីត្រូវខ្លាចទេលេងមកដល់វគ្គនេះហើយយើងឃើញហើយបាទ Norway លេងសាច់បាល់គឺកាចមែនតើហើយអ្វីដែលយើងឃើញដូចអាលិចបានលើកឡើងអញ្ចឹងបាទគឺទើបតែទម្លាក់ប្រេស៊ីលទេបាទអញ្ចឹងបានន័យថាអាឆន្ទៈកីឡាករហ្នឹងគឺលែងខ្លាចអីហ៎មកដល់ពេលនេះប៉ះក្រុមណាក៏បានដែរព្រោះ World Cup យើងដឹងមកដល់ឆ្នាំមកដល់ពេលនេះក្រុមណាក៏ខ្លាំងដែរឲ្យតែឈានមកដល់វគ្គ8ក្រុម បាទបាទ បាទអញ្ចឹងឃើញថាសម្រាប់ការប្រកួតនេះគឺជាការប្រកួតដែលតានតឹងមែនតើ តានតឹងណាស់ បើពីខ្ញុំទៅខ្ញុំគិតថាគូនេះគឺមានគ្រាប់ច្រើនបាល់អាចសុទ្ធទៅសុទ្ធមកអាចឈានទៅដល់ការទាត់បាល់ពេលនឹងទីទៀតអានេះពីខ្ញុំណាបង បាទបាទបាទសម្រាប់ជាថាអង់គ្លេសស៊ី3-1ហើយ 3-1ចេះ3-1ដូចខ្ញុំដែរ over បាទ ខ្ញុំមានផ្ទុយវិញ បាទបញ្ញាថេបាទអេលិចអូកុំសូវបាទច្បាស់ពេកបាទហើយបងខ្វាន់សួស្ដីបាទសួស្ដីបាទបងខ្វាន់សធីបាទថ្ងៃនេះតាឡើងកោតអូយឡើងកោតទេកោតមិនកោតត្រូវទេបងបាទថ្ងៃនេះគឺគ្រាន់ថាវាខ្ញុំមកណែនាំជាមួយនឹងកម្មវិធីថ្មី បាទ បាទដែលនឹងអាចនឹងបន្តទៀតបាទចាប់ពីពេលនេះតទៅហើយសម្រាប់ talk show របស់ខ្ញុំនៅបន្តធម្មតាប៉ុន្តែដោយសារតែថ្ងៃនេះគឺយើងខ្ញុំចង់បង្ហាញកម្មវិធីថ្មីជូនដល់ការប្រិយមិត្ត បាទចង់នាំយករសជាតិថ្មីជូនបងប្អូន ថ្មីបាទអត់មានបើស្គមផ្សេងទេគាត់តែគឺជាអ្វីដែលបង្ហាញនៅរូបភាពថ្មីជូនដល់ការប្រិយមិត្តតែប៉ុណ្្នឹងឯង3-2បាទអេស្ប៉ាញយប់មិញនឹកឃើញនីកូវីលៀមចូលលេងវិញហើយបាទសម្រាប់ចំណុចនេះខ្ញុំគិតថាប្រហែលជាអាចនឹងមានការលាក់កីឡាករខ្លះអញ្ចឹងណាបាទសម្រាប់លោកគ្រូគាត់គិតថាអូបាទដាក់នីកូវីលៀមភ្លាមក៏មិនកើតដែរបាទទុកជើងព្រោះអានឹងគេអាចទៅជាកបិតស្នៀតអញ្ចឹងណាបាទបើសិនឲ្យនីកូវីលៀមលេងតាំងពីដើមមកប្រហែលជាអត់ឲ្យគេនឹងយល់ពីគាត់ច្រើនប៉ុន្តែខ្ញុំមើលទៅយប់មិញនីកូវីលៀមក៏មិនទាន់អាចនឹងបង្ហាញអ្វីដែលមើលទៅលេចធ្លោដែរហើយណាមួយក៏វាតិចនាទីផងដែរណាបាទយើងនិយាយស្រួលស្ដាប់ទៅតាមបណ្ដាញព័ត៌មានបញ្ជាក់ឲ្យថាសម្រាប់នីកូវីលៀមនេះគឺគាត់មានបញ្ហារបួសបាទអញ្ចឹងអាចនិយាយបានថាគាត់អត់ fit បានគ្រូអត់ដាក់បាទបើសិននិយាយទៅបើសិនជាគាត់ fit គឺថាគ្រូដាក់ឲ្យមកគាត់ទុកទេបាទ តែបើខ្ញុំចាប់អារម្មណ៍អេស្ប៉ាញឆ្នាំនេះជាឆ្នាំដែលឡាមីនយ៉ាម៉ាល់លេង World Cup ដំបូងបើយើងគិតទៅទម្រង់លេងអេស្ប៉ាញវាអត់កាចដូចEuro បង Euro 2024ហាក់ដូចជាពេញសាច់ជាងតែអេស្ប៉ាញនៅតែជាក្រុមដែលគ្រោះថ្នាក់ហើយខ្ញុំមើលទៅសម្រាប់ក្រុមដែលអាចខ្ទាស់ជើងបារាំងហ្នឹងគឺមានតែអេស្ប៉ាញហ្នឹងហើយបាទព្រោះសូម្បីតែឡាមីនយ៉ាម៉ាល់ហ្នឹងក៏គាត់និយាយដែរថាសម្រាប់បារាំងអាចអត់ខ្លាចក្រុមណាទាំងអស់តែក្រុមដែលគេខ្លាចគឺអេស្ប៉ាញហ្នឹងហើយព្រោះអេស្ប៉ាញយើងគិតមើល Euro ក៏តម្លាក់បារាំង UEFA Nations League ក៏តម្លាក់បារាំងដែរអញ្ចឹងនេះគឺអាចនិយាយថាបើជំនាន់ឡាមីនយ៉ាម៉ាល់នេះគឺប៉ះគ្នាមួយ Mbappe បងប្អូនដឹងហើយភាគច្រើនអត់សូវឈ្នះឡាមីនយ៉ាម៉ាល់ទេបាទភាគច្រើនគឺអញ្ចឹងហ្មងបាទហើយឥឡូវនេះជួបគ្នាទៀតបើនិយាយពីក្រុមជម្រើសជាតិពួកគេលេងឲ្យក្រុមជម្រើសជាតិគឺប៉ះគ្នាគឺលើកនេះគឺជួបគ្នាទៀតលើកទី3បាទអញ្ចឹងបើផុតអេស្ប៉ាញទៅខ្ញុំគិតថាមានតែគេអាចទប់បារាំងបានទេបងទៅរួចទេបើយើងនិយាយគីឡូ Norway ទៅរួចទេបើ Norway អាចនឹងទម្លាក់អង់គ្លេស Norway អាចនឹងទម្លាក់បាទឧទាហរណ៍ថាអាសង់ទីនឡើងទៅចប់បាទអាចនឹងទម្លាក់អាសង់ទីនក៏មើលទៅក៏មិនទៅហក់ជាមួយនឹងបារាំងដូចដែរព្រោះទាំង Nation League ទាំងការប្រកួតក្នុងពូលឃើញថាបារាំងនេះតាប់ Norway រួចរាល់អស់ហើយចឹងបើយើងនិយាយអំពីឆ្នាំនេះគឺបារាំងនឹងគឺពេញសាច់ពេកពេញល្អពេកពេញល្អពេកពេញសឹងយើងនិយាយថា
ដូចខ្ញុំលើកឡើងមុននឹងមិញអញ្ចឹងថាគ្រូមិនបាច់ទៅខំប្រឹងដាក់ formation 4-4-2 4-3-2 ត ទេ លេង បាច់ទេ បាទតលេងដូចបារកាយ ចូលទៅលេងទៅមកទៅ កីឡាករធ្វើគ្រូខ្លួនឯង កីឡាករបាទឲ្យទៅដាក់ត្រូវទៅអូលីលេងឯណាលេងស្ដាំលេងទៅហើយទៅចង់រត់ទៅណារត់ទៅស្រីចិត្តអញ្ចឹងណាបាទអញ្ចឹងសិនទីទោះបីជាខ្ញុំជាគ្រូបង្វឹកខ្ញុំមិនដឹងថាបញ្ជាកូនក្រុមរបៀបម៉េចដែរបើសិនកីឡាករល្អពេកអញ្ចឹងហើយយើងឃើញដាក់ស៊ូអាមេនីក៏លេងបានចុងក្រោយដាក់កូនណេមកហើយតែសាហាវជាងបាទស៊ូអាមេនីទៀតហើយកូនណេនេះបើយើងនិយាយពីតម្រងលេងរបស់គាត់ចង់ប្រៀបដូចជាមួយនឹងប៉ុកបាអញ្ចឹង បាទការបញ្ជូនបាល់ក៏ល្អប៉ុន្តែកូននេះគឺខ្លាំងគឺចំណុចមួយគឺរឿងការបញ្ចេញយកបាល់គឺល្អមែនទេ គាត់ឆលេងល្អ អូអេមែនទេបាទក្នុងការត្រេកកលរបស់គាត់ជាមួយនឹងម៉ារ៉ុកបាទច្រើនណាស់ភាគច្រើនគឺដូចជាអាចនិយាយបានថាចូល 80% ដែលគាត់ទៅដើមបាល់បានបាទអញ្ចឹងល្អមែនទេសម្រាប់កូននេះបាទអញ្ចឹងសង្ឃឹមថាអនាគតបាននៅមែនយូហ្នឹងបងនិយាយទៅយើងឆ្លៀតបើកវងកញ្ចក់តាក់ទងមួយមែនយូឥឡូវគឺសុខចិត្តចោលខ្សែការពារខ្សែបំរើរបស់អត្តឡង់តាបង បាទ និយាយទៅយកលេសថាតេស្តសុខភាពអត់ជាប់តែឥឡូវហ្នឹងពងចរចាខ្លាំងមែនទែនជាមួយកូនេនេះបាទចង់យកកូនេវិញគឺកូនេល្អមែនទែនតែកូនេនេះបើបានមកមែនយូពេញសាច់ហ៎បងអើយ បាទ ខ្ញុំជាអ្នកគ្រប់គ្រងមែនយូដែរ ប្រិយមិត្តក៏លើកឡើងតាក់ទងជាមួយនឹងប៉ូទុយហ្គាល់ដែរបើសិនជាការប្រកួតវគ្គជម្រុះក្នុងពូលហ្នឹងណាបាទគាត់អាចយកឈ្នះទៅលើកូឡុំប៊ីបានគាត់នឹងអាចនឹងយប់នេះបាទគាត់ត្រូវប៉ះគ្នាជាមួយនឹងអាសង់ទីន បាទសរុបសេចក្តីមកវិញបាទក្នុងនាមបាទអេដមីននំប៉ាវគឺជា fan របស់ប៉ូទុយហ្គាល់ផ្ទាល់តែម្ដងសួរថាតើបាទយើងនិយាយឲ្យចប់សេចក្តីហ្មងថាតើប៉ូទុយហ្គាល់ក្នុងរដូវកាលនេះគឺទម្រង់លេងគាត់លេងមិនកើតតែម្ដងឬមកពីកីឡាករគឺគាត់មិនយល់គ្នាឬមកពីការដាក់កីឡាកររបស់លោកម៉ាទីណេស ឥឡូវចេះបងចប់ការប្រកួតយើងដឹងស្រាប់ហើយលោក Roberto Martinez ហ្នឹងគឺត្រូវរងការរិះគន់ច្រើនមែនទែនហើយអីដែលជាបញ្ហាចោទដោយសារគាត់គឺជាគ្រូបង្វឹកជនជាតិអេស្ប៉ាញហើយការប្រកួតដែលប៉ូទុយហ្គាល់ធ្លាក់ហ្នឹងក៏ត្រូវជួបជាមួយអេស្ប៉ាញហ្នឹងទៀតហើយទម្រង់លេងយើងឃើញការផ្លាស់ប្ដូរកីឡាកររបស់គាត់ក៏អត់សូវល្អហើយកីឡាករភាគច្រើនអាចនិយាយថាតំបន់កណ្ដាលដូចគាំងហ្មងបងដូចគាំងម៉ាស៊ីនណាភាគច្រើនគឺនៅពេលដែលអាការសហការគ្នាយើងឃើញវីទីញ៉ាជួអោនេវេអីពេលលេងនៅក្លឹបគឺខុសគ្នាដាច់តែម្ដងអានេះបើយើងគិតទៅដូចជាការរៀបចំលក្ខណៈថាយុទ្ធសាស្ត្រអត់ច្បាស់លាស់ហ៎បងបាទអញ្ចឹងនៅពេលដែលដាក់កីឡាករទាំង3ចូលគ្នាល្អសិតតែល្អយើងគិតថាខ្សែបើនិយាយពីខ្សែបំរើគ្មានក្រុមជំរឿសជាតិណាវ៉ាដាច់ប៉ូទុយហ្គាល់ទេឆ្នាំនេះអាចនិយាយថាប្រយុទ្ធបើនិយាយពីប្រយុទ្ធគ្មានណាគេស៊ីបារាំងទេតែបើនិយាយពីបំរើគ្មានណាគេលើប៉ូទុយហ្គាល់ទេបាទអញ្ចឹងទៅគឺយើង expect ខ្ពស់មែនទែនសម្រាប់ការប្រកួតរបស់ប៉ូទុយហ្គាល់ហ្នឹងណាតែដល់ពេលយើងមើលជាក់ស្ដែងទម្រង់លេងការលេងជាក្រុមហ្នឹងគឺអត់កើតពេលខ្លះវាពិបាកបន្ទោសទាំងគ្រូថាមិនដឹងតែក្បួនឬក៏កីឡាករទៀតណាបងដោយសារគឺលេងអត់ទុកចិត្តគ្នាហ្មងបងប្អូនមើលជាក់ស្ដែងគឺលេងអត់សូវទុកចិត្តគ្នាទេហើយឆ្លងកាត់បាទការប្រកួតបាទដូចប៉ះក្រូអាតអីហ្នឹងក៏ដដាបទៅដួលដែរណាបងមិនមែនស្រួលទេណាបាទដដាបទៅដួលខ្លាំងមែនតើដល់ពេលឈ្នះក្រូអាតអញ្ចឹងយើងរំពឹងណាបាទក្រុមនឹងអាចធ្វើបានល្អនៅវគ្គបន្ទាប់ហើយយើងដឹងថាយើងមិនដឹងថាជួបអេស្ប៉ាញលើទេអេស្ប៉ាញគេរៀងលើជាងបន្តិចបាទតែគាត់ថាចាញ់ដោយមិនអស់ចិត្តទេបងបាទព្រោះអាចនិយាយថាវាជា World Cup ចុងក្រោយរបស់ Ronaldo អញ្ចឹងម្នាក់គឺរំពឹងថាគាត់អាចលើកពាន World Cup ក៏បានបាទគាត់អាចជាពិសេសគាត់អាចជួបអាសង់ទីននៅវគ្គណាមួយអញ្ចឹងណាបងតែស្ដាយជាងគេអ្វីដែលជាភាពសោកស្ដាយរបស់ខ្ញុំហ្នឹងក្នុងវគ្គចែកពូលតែម្ដងជាពិសេសយើងអត់អាចឈ្នះកូឡុំប៊ីហើយយកលេខ1ក្នុងពូលបើមិនបើយើងយកលេខ1ក្នុងពូលដំណើរការប្រកួត World Cup ឆ្នាំនេះអត់ដូចអញ្ចឹងឯងអត់ដូចអញ្ចឹងឯងបាទអញ្ចឹងនេះគឺជារឿងដែលសោកស្ដាយដែរសម្រាប់ខ្ញុំអ្នកគ្រប់គ្រងរបស់ប៉ូទុយហ្គាល់ក៏ដូចជា Cristiano Ronaldo អញ្ចឹងចាក់បន្ថែមទៀតឲ្យអស់សេចក្តី បាទមកពីគ្រូឬក៏មកពីសិស្ស បើពីបញ្ហាខ្ញុំទៅសម្រាប់លោក Roberto Martinez នេះគាត់គឺជាគ្រូបង្វឹកដែលមានកីឡាករល្អបំផុតចំនួននេះចំនួនរបស់ប៉ូទុយហ្គាល់នេះអាចនិយាយថាពេញសាច់ល្អមែនទែនតែគាត់ប្រើប្រាស់កីឡាករអត់សូវបានល្អអានេះពីខ្ញុំទៅគឺខ្ញុំឃើញអញ្ចឹងខ្ញុំលើកឧទាហរណ៍ដូចការគាត់ដឹកនាំក្រុមជម្រើសជាតិ Brazil ចំនួនដែលគាត់ដឹកនាំ2022អីហ្នឹងបងក៏ជា Golden Generation ដែរដោយសារយើងដឹង FIFA ranking ចំនួនមុនអាចនិយាយថា Basic load លេខ1លេខ2លេខ1លេខ2ចាញ់
ចាញ់ប្រេស៊ីលបន្តិចលូតវ៉ាដាច់បន្តិចបាទនិយាយទៅគាត់ជាគ្រូបង្វឹកដែលអាចនិយាយថាសំណាងក៏សំណាងដែរបងគាត់ដឹកនាំចំ Golden Generation ល្អមែនតើណា បាទបាទ តែលទ្ធផលគឺគាត់ធ្វើអត់សូវបានល្អ បាទអញ្ចឹងសម្រាប់រឿងរ៉ាវនេះបាទបាទបងប្អូនពលការធ្លាក់ដោយសារប្រូណូ យើងថាអីទេខ្ញុំឃើញគេរិះគន់ Bruno ច្រើនតាក់ទងមួយអត់ទុកចិត្តមិនមែនត្រឹមតែ Bruno ទេ Vitinha ក៏ចឹងដែរ Bruno ក៏មិនសូវចេញបាល់ឲ្យ Ronaldo Vitinha ហ្នឹងក៏មើលឃើញឱកាស Ronaldo តែសុខចិត្តលេងបាល់ថយក្រោយអាហ្នឹងយើងមើលវីដេអូចាក់ស្ដែងមានមែនតែបើយើងមើលទៅវាពិបាកដែរនៅពេលដែលខ្ញុំចាប់អារម្មណ៍ការប្រកួតណាការពីប៉ះកុងហ្គោក៏គេព្យាយាមបោះច្រើនដែរអញ្ចឹងធម្មតាជុំទី1គឺព្យាយាមលេងចាក់ស្ដែងណាបងលេងចាក់ស្ដែងហ្នឹងគឺថាបោះទៅរៀងខូចបាល់ឬក៏មិនអញ្ចឹងវាមានច្រើនដែរតែការប្រកួតខ្ញុំគិតថាវាបានកែប្រែតាំងពីការប្រកួតមួយអូបាគីស្ថានហើយអញ្ចឹងខ្ញុំបានគិតថាអូប៉ូទុយហ្គាល់ប្រហែលជាអាចលេងត្រូវគ្នាវិញដល់ពេលជួបកូឡុំប៊ីនេះលេងអត់ទៅខ្ញុំថាជុំមិនចេះបាទអញ្ចឹងដល់ពេលចាក់ស្ដែងចូលដល់ប៉ះក្រូអាតតានតឹងដល់ពេលជាមួយអេស្ប៉ាញនេះអត់មានអីលេងមួយអេស្ប៉ាញខ្ញុំដល់ជាពិសេសសាច់បាល់គឺយើងហ្នឹងបាទអេស្ប៉ាញគ្រប់គ្រងបាល់ច្រើនមែនតើហើយក្បួនសម្រាប់របស់អេស្ប៉ាញដែលយើងមើលឃើញនៅឆ្នាំនេះគឺអាវុធសម្ងាត់ដែលដូរចូលនៅចុងម៉ោងគេហៅអត្តរិទ្ធចុងម៉ោងបាទគឺ Merino នេះតែម្ដងបាទនិយាយទៅប្រិមត្តថាធ្លាក់ដោយសារ Bruno ច្រើនមកទឹកបើសិនជាខ្ញុំមើលទៅវិញសម្រាប់ចិត្តខ្ញុំណាបាទខ្ញុំគិតថាសម្រាប់លោក Martinez ជ្រើសរើសគឺអត់ត្រូវតែម្ដងបាទបើយើងដឹងហើយថាសម្រាប់ Cristiano Ronaldo គាត់មិនអាចប្រយុទ្ធដល់កម្រិតរបស់គាត់ពីមុនទេចុះហេតុអីក៏ទុក Gonzalo Ramos ទុកចោលធ្វើអីបាទក្នុងចំណុចនេះបាទដូចជាការប្រកួតចុងក្រោយមិនខ្ចីដាក់ Gonzalo Ramos ទៀតបាទបងបាទអញ្ចឹងគ្រាន់តែយើងមើលចំណុចនេះហេតុអីបើគាត់ទុកបាទជាចំណុច1បាទចំណុច2បាទយើងឃើញហើយសម្រាប់ចូល Felix គឺគាត់នៅក្មេងប៉ុន្តែបើសិនតែយើងនិយាយពីបបពិសោធន៍គាត់បច្ចុប្បន្នយើងមិនអាចនិយាយគាត់ក្មេងបានទៀតទេប៉ុន្តែដោយសារតែកាយសម្បទារបស់គាត់ពិបាកនៅក្នុងការយកឈ្នះទៅលើតំបន់ការពារគេណាបាទអញ្ចឹងគាត់លេងស្លាប់ក៏ពិបាកលេងកណ្ដាលក៏ពិបាកបើចិត្តខ្ញុំគិតថាសម្រាប់លីអាវគឺគាត់ល្អពេញហើយបាទប៉ុន្តែអ្វីដែលខ្ញុំបានមើលឃើញប្រកួតទី1ខ្ញុំឃើញថាសម្រាប់ Neto លេងខាងលេអាវនេះក៏ល្អដែរបាទ Neto លេងស្លាប់សងខាងបាទ Neto គាត់លេងឆ្វេងក៏បានស្ដាំក៏បានអញ្ចឹងខ្ញុំគិតថាបើសិនជាបាល់នេះបើសិនជាខ្ញុំវិញខ្ញុំសុកចិត្តឲ្យ Neto ទៅលេងខាងឆ្វេងសុកចិត្តយក Conseca យកមកលេងស្ដាំវិញព្រោះ Conseca មែនត្បិតតែគាត់របូតគាត់ខូចបាល់គាត់អីមែនប៉ុន្តែយើងមើល potential យើងមើលទៅលើការលេងរបស់គាត់គឺគាត់ប្រឹងបើយើងប្រៀបធៀបនឹងកីឡាករផ្សេងៗគាត់ប្រឹងជាងគេបាទគាត់ប្រឹងឈ្មោះគាត់ប្រឹងរត់គាត់ប្រឹងចូលបាទតែបើយើងប្រៀបធៀបជាមួយនឹងចូល Felix ប្រឹងដែរប៉ុន្តែមើលទៅដូចមានចំណុចខ្វះខាតច្រើនមែនទេបាទអញ្ចឹងបើសិនជាយើងកន្លែងទៅមើលប្រកួតទី1ឃើញអត់នៅពេលដែលដាក់ Neto លេងខាងឆ្វេងចាប់ផ្ដើមដូរ Conseca ចូលសាច់បាល់គឺមានលេងល្អតែម្ដងបាទអញ្ចឹងយើងគិតថាឥឡូវក៏យើងក៏មិនបាច់និយាយអីទេព្រោះដោយសារតែលោក Martinez គឺបានចប់ទូនាទីបាត់ហើយបាទដូចជាដឹកនាំក្រោយដោយលោកជេស៊ូហើយលោកជេស៊ូហើយបាទទៅមកពី Al Nassr វិញបាទដឹងត្រូវគ្នាជាមួយនឹង Ronaldo អត់បាទចុះយើងក៏និយាយប៉ុណ្្នឹងចុះកុំឲ្យរឿងរ៉ាវហ្នឹងវាទៅជារឿងដដែលអញ្ចឹងណាបាទហើយប្រិយមិត្តយើងក៏ថាអូបាទសម្រាប់អាសងទីនគេចាប់កុកបានហើយបាទលេងមិនកើតទេអាសងទីនបាទកុំភ្លេចថាកីឡាករអសងទីនបច្ចុប្បន្នគឺល្អច្រើនពេកហើយបាទយើងនិយាយតាំងពីការពារតាំងពីបម្រើតាំងពីប្រយុទ្ធមានរូបទាំងអស់ហ្នឹងឯងតែខ្ញុំចាប់អារម្មណ៍មួយបងអាសងទីនល្អទទួលស្គាល់អាសងទីនល្អតែកីឡាករដែលយើងរំពឹងថានឹងជួយអាសងទីនបានច្រើនតែបែរជាអត់វិញ Julian Alvarez បង Julian Alvarez នេះយើងដឹងហើយបើការប្រកួតបាទរដូវកាលនេះជាមួយ AT ធ្វើបានល្អមែនទែនរហូតដល់មុន World Cup នេះយើងឃើញក្លឹបធំបាទជាពិសេសក្លឹបរួមលីកជាមួយគ្នាហ្នឹងយើងឃើញ Barcelona ក៏ចង់បាន Real Madrid ក៏ចង់បានហើយតម្លៃក៏ពពកទៀតដល់ថ្នាក់តម្លៃ150លានណា AT បដិសេធលុយហ្នឹងហ្មងគឺអត់ទេបាទសម្រាប់ Julian Alvarez នេះគឺអត់សម្រាប់ចិត្តលក់បាទគឺអត់ឲ្យប៉ះហ្មងបាទតែដល់ពេលយើងមើលទម្រង់លេងជាមួយក្រុមយុវជាតិអាសង់ទីនអ្នកដែលជួយអាសង់ទីនពិតប្រាកដនេះគឺ Lionel Messi ហើយទម្រង់លេងរបស់ Lionel Messi គឺជារឿងដែលយើងស្មានអត់ត្រូវនឹកស្មានអត់ដល់ថាទម្រង់លេងរបស់គាត់អាចរក្សានៅកម្រិតនេះបងព្រោះយើងឃើញការលេងជាមួយនឹងក្លឹប Inter Miami ក៏ Messi ទទួលស្គាល់នៅតែល្អនៅតែជួយក្រុមបានច្រើនតែយើងអត់ដឹងថានៅពេលដែលគាត់លេងឲ្យក្រុមយុវជាតិគាត់អាចថាគាត់ឲ្យក្រុមយុវជាតិនៅអ្វីដែលគាត់មានណាបង
និយាយទៅគឺបញ្ចេញអស់ពីសមត្ថភាពមែនទែនតែអ្វីដែលជាចំណុចគ្រោះថ្នាក់សម្រាប់ក្រុមជាតិអាសង់ទីនពេលនេះអាសង់ទីនបានពឹងផ្អែកទៅលើការនាំលេងរបស់ Lionel Messi ខ្លាំងពេកបងបាទនេះជាចំណុចដែលខ្ញុំមើលឃើញថាអាចបាទជាចំណុចខ្សោយមួយដែរ ចំណុចដែលខ្ញុំមើលឃើញនៅការប្រកួតចុងក្រោយជាមួយនឹងអេស៊ីបខ្ញុំឃើញថាតឹងរបស់អេស៊ីបមែនតើបាទដំណាក់កាលចុងក្រោយគឺដាក់ខ្សែប្រយុទ្ធរហូតដល់4នាក់បាទដាក់រហូតដល់4នាក់បាទអញ្ចឹងមានន័យថាមានតាំងពី Gonzalez បាទមានតាំងពី Lionel Messi មានតាំងពី Julian Alvarez ហើយដាក់ទៅ Lautaro Martinez ទៀតទម្រាំតែអាចនឹងធ្វើស៊ីទៅលើអេស៊ីបបានហើយយើងមើលបាល់របស់អេស៊ីបពេលទៅមួយគឺស្រួចខ្លាំងមែនតើ បាទបើសិនជាយើងកលែងទៅមើលការប្រកួតការពី2022ដែលក្នុងនាមអាសង់ទីនជាអ្នកលើកពានណាទោះបីជាការប្រកួតគាត់ឡើងមកលំបាកប៉ុណ្ណាក៏ដោយប៉ុន្តែការគ្រប់គ្រងស្ថានភាពលើទីលានគឺល្អបាទយើងគិតថាគាត់ចាញ់ទៅលើអារ៉ាប៊ីបាទប៉ុន្តែឃើញគាត់នៅតែគ្រប់គ្រងស្ថានភាពល្អទោះបីជាបានចាញ់ក៏គ្រប់គ្រងស្ថានភាពល្អប៉ុន្តែលើកនេះដូចមិនអាសង់ទីនលើកទៅការគ្រប់គ្រងស្ថានភាពលើទីលានគាត់ដូចជាមិនល្អហ្មងខ្ញុំចាប់អារម្មណ៍មួយចេះបងអាសង់ទីន2022 កាន់តែញ៉ៃញ៉ៃដល់វគ្គជ្រៅកាន់តែខ្លាំងឡើងលឿនក្តៅម៉ាស៊ីនណាបងយើងដូចបងនិយាយវគ្គគ្រប់ស្តេកចាញ់អារ៉ាប៊ីសាអូឌីតបន្ទាប់មកឈ្នះបានឡើងទៅវគ្គបន្តបាទបន្ទាប់មកចូលដល់វគ្គ16ក្រុមឈ្នះអូស្ត្រាលី 2-1 ឈ្នះទាំងពិបាបងតែចូលដល់វគ្គ8ក្រុមនៅពេលដែលផ្ដួលហូឡង់ទៅអាសង់ទីនគឺជក់ម៉ាស៊ីនគឺខ្លាំងយកតែម្ដងជួបហូឡង់ដដាបទៅនោះឈ្នះប្រផាត់ប្រផាយដល់ជួបក្រូអាតស៊ីក្រូអាតផុយតែម្ដងហើយក្រូអាតការ2022ហ្នឹងក៏នៅពេញដែរបងលេខ3តែគ្រាន់ថាគេជាជើងឯករង2018តែមកដល់2022នេះគឺសម្រាប់ក្រូអាតគឺនៅតែខ្លាំងអញ្ចឹងដល់ពេលជួបអាសង់ទីនស៊ី 3-0 ចូលដល់ជួបបារាំងឃើញនាំមក2-0មួយទៀតបារាំងតាមក្រោយរហូតបាទបារាំងតាមក្រោយរហូតតែខុសពី World Cup ឆ្នាំនេះខ្ញុំឃើញថាអាសង់ទីនពីមកប្រកួតទៅមកប្រកួតអត់បានកែប្រែនៅតែពិបាកបោះក្រុមល្មមហើយប្រកួតនេះបងប្អូនថាប៉ាស្វីសមិនដឹងមិនម៉ាណាបាទអាសង់ទីនគឺជាក្រុមដែលលេងបាល់ខ្លីល្អតែស្វីសយើងដឹងហើយបាទស្វីសលេងបាល់លើបាល់អីគឺស្វីសលេងល្អមែនតើអញ្ចឹងខ្ញុំគិតថាការប្រកួតនេះគឺជាការប្រកួតដែលតានតឹងមែនតើអញ្ចឹងយើងឃើញថាអង់គ្លេសមួយណូវេក៏តឹងហើយបាទអាសង់ទីនមួយស្វីសនេះក៏តឹងដែរហើយស្វីសគឺលេងជាក្រុមល្អមែនតើបើយើងមើលប្រវត្តិជួបគ្នាវិញទទួលស្គាល់ស្វីនេះគឺលេងបាល់អត់ដែរឈ្នះអាសង់ទីនទេបាទហើយជួបគ្នាការ World Cup 2014ហ្នឹងក៏អាសង់ទីនហ្នឹងដដាបទៅនោះដែរបាទស្វីនេះទាញអាសង់ទីនដល់ម៉ោងបន្ថែមទៀតបាទតម្រាំតែអាចយកឈ្នះការប្រកួតបានជាមួយនឹងស្វីបាទអញ្ចឹងខ្ញុំគិតថា2022នេះស្វីក៏គេឡើងមកដល់វគ្គ8ក្រុមហើយអាសង់ទីននេះឆ្លងកាប់វ៉ែក៏ពិបាកឆ្លងអ៊ីស៊ីបក៏តឹងបាទអញ្ចឹងមកជួបស្វីសនេះគិតតែមហាតឹងទៀតបងប្អូនបាទហើយសម្រាប់បាទឥឡូវគិតថាអាសង់ទីនឬក៏នេះដែរបាទអាសង់ទីនឬក៏ស្វីសយប់នេះខ្ញុំស្វីសហ៎ស្វីសអូហ្វេនប៉ុតុកាល់ទៅស្វីសបាទអញ្ចឹងឥឡូវគេនេះស្វីសហើយណូវេទៀតបាទអញ្ចឹងទាំងអង់គ្លេសទាំងអាសង់ទីនអត់យកទេតែចុះមានប៉ែគេថាសម្រាប់អាសង់ទីនជាមួយស្វីសយើងណាយកវិញខ្ញុំគិតថាសម្រាប់ការប្រកួតរវាងក្រុមទាំងពីរនេះប្រហែលជាពិបាកក្នុងការមានគ្រាប់បាល់បន្តិចអញ្ចឹងស្វីសនេះរៀងអាសង់ទីនប្រយ័ត្នច្រើនអត់ដូចអ៊ីស៊ីបមួយកាប់វ៉ែទេដែលអាសង់ទីននៅពេលដែលដើមតង់គឺអាសង់ទីនហ៊ានលេងបុកទៅយកតែម្ដងគ្រប់គ្រងការប្រកួតបត់តារាងលេងតែខុសពីប៉ះក្រុមអឺរ៉ុបប៉ះស្វីសនេះអាសង់ទីនប្រហែលជាមិនអាចលេងបែបហ្នឹងបានទេហើយកំហុសឆ្គងដែលអាសង់ទីនមានហ្នឹងក៏សមល្មមនឹងលេងប្រយ័ត្នដែរបាទអញ្ចឹងខ្ញុំគិតថាសម្រាប់ការប្រកួតជាមួយនឹងស្វីសនេះពិបាកក្នុងការមានគ្រាប់ជាពិសេស90នាទីតែម្ដងខ្ញុំមិនគិតថាអាចមានគ្រាប់ច្រើនទេបាទគូនេះអាចយ៉ាងច្រើនមួយស្មើបាទ90នាទីហើយចូលដល់ម៉ោងបន្ថែមខ្ញុំគិតថានៅតែអាសង់ទីនបាទនៅតែអាសង់ទីនអាចបាទប្រហែលជាប្រវត្តិដូច2014អញ្ចឹងបងបាទនៅតែអាសង់ទីនអញ្ចឹងក្រែងលោប្រវត្តិសាស្ត្រអាចកែប្រែតែយើងគេថាមែនបងខ្ញុំទទួលស្គាល់គឺសម្រាប់អាសង់ទីននឹងពិបាកបោះស្វីសខ្លាំងមែនទែនបាទទី1ខ្ញុំកន្លែងធ្វើការប្រកួតរវាងអាសង់ទីនជាមួយនឹងអេស៊ីបបាទអេស៊ីបគឺប្រឹងខ្លាំងមែនទែនរហូតដល់យើងនិយាយថាប្រេះខ្លាំងមែនទែនបាទប្រេះដែលអាចធ្វើឲ្យសម្រាប់បាទអាសង់ទីននេះគឺលេះឡាស់តែហ្មងបាទមិនធម្មតាទេអត់ដូចការដែលអាសង់ទីនលេងជាមួយនឹងកាប់វ៉ែទេការអាសង់ទីនលេងមួយកាប់វ៉ែអូខេបាទគាត់គិតថា
បាទហើយគាត់គិតខ្លីៗហាងកាប់បែកគ្មានអីមកផែ ហ្នឹងហើយបងហ្នឹងហើយ បាទអញ្ចឹងដល់ពេលគាត់លេងហ្នឹងគេចេះតែស៊ីតគាត់លេងទៅគេចេះស៊ីតអញ្ចឹង ត បាទ មក បាទរហូត ហើយពីរគ្រាប់របស់កាត់បែកមិនអន់ទេណា បា ពី ទ រគ្រាប់ក៏ជាពី ជា រគ្រាប់ល្អ គ្រាប់ទី2បងអូ អូអែមជាងគ្រាប់ បាទ អឹមបាប៉េទៀត ហ្នឹងហើយបងគ្រាប់ទី2ល្អ មែនតើបាទហើយសម្រាប់ការប្រកួតមួយ ACP យើងក៏មិននឹកស្មានដែរបាទរហូតដល់បាទលោកគ្រូហ៊ានដាក់កាត់ស្ដាយប្រយុទ្ធរហូតដល់4នាក់បាទតម្រាំទៅអាចយកឈ្នះទៅលើ AC បានដោយភាពចម្រុងចម្រាស់ បា ហ្នឹង ទ ហើយបងហើយបញ្ហាអញ្ញាកដាកាត់សេចក្តីហងអីហង បាទ រឿងយើងមិនថាឆ្នាំនេះ World Cup អាចនិយាយថារឿងរ៉ាវចម្រាំងចម្រុះហ្នឹងគឺច្រើនមែនទែន មែនទែន ចុះបងយល់បងគិតថាអញ្ញាកដាថ្ងៃហ្នឹងមិនដែរ បើខ្ញុំមើលទៅដូចជាសំទោសប្រិយមិត្តទុកមុនខ្ញុំថាខ្ញុំកាន់ជើងខាងណាបើខ្ញុំអត់មានកាន់ជើងខាងណាទេបាទបើមិនសិនតែយើងកលេចទៅមើលបាល់ដែលគ្រាប់បាល់ទី2របស់ AC នោះគឺការពិន័យត្រឹមត្រូវព្រោះសារជន់ជើង ហ្នឹងហើយបង មែនបាទគេហៅថាការបង្អាក់បាទការបង្អាក់ហើយសម្រាប់គ្រាប់បាល់ដែលទៀមទាខ្លាំងគឺគ្រាប់បាល់របស់សាឡាបាទសាឡានេះគឺសម្រាប់ខ្សែការពារគឺគាត់បានបាទប៉ះបាល់ឬក៏គាត់បានបញ្ចេញមុននឹងបាល់នឹងដួលទៀតបាទអញ្ចឹងមានន័យថាបាល់នេះគឺបានលបូតក៏បានរួចចេញពីសាឡារួចរាល់ហើយដែរ បាទបាល់នេះគឺមិនមែនស្ថិតនៅលើជើងសាឡាបន្តទៀតទេគ្រាន់ថាការទៀមទាអូខេវាអាចនឹងជាការកាត់សេចក្តីមួយវាលឿនពេកឬក៏មានកីឡាករព្រោះពេលហ្នឹងគឺដួលកីឡាករពីររូបលើទីលានហ្នឹងបាទដួលកណ្ដាលមួយរូបហើយបានដួលសាឡាតាមក្រោយ បាទបង បាទគ្រាន់ថាអាជ្ញាកណ្ដាលគិតថាមិនអោយប៉ុន្តែសម្រាប់ខ្ញុំទោះបីជាយ៉ាងណាក៏ដោយសម្រាប់ចុងម៉ោងនេះឃើញថាសម្រាប់អេស៊ីបគឺអស់ហើយបាទគឺសម្រាប់កម្លាំងរបស់អេស៊ីបគឺមានការធំធយខ្លាំងមែនតើ បាទនិយាយមកទៅគឺចាប់តាំងពីតាមស្មើហើយគឺអេស៊ីបគឺចាប់ផ្ដើមធ្លាក់បាក់តម្រង់បាទមើលគេតែមិនបាក់តម្រង់គឺកម្លាំងគឺធ្លាក់ធំធយច្រើនមែនតើ ហើយអីដែលពិបាកហ្នឹងអាពេលហ្នឹង 2-0 នេះលេងទប់ក៏ល្អដែរហើយអាពេល 2-1 ដូរអត់ដូរនេះដូរខ្សែប្រយុទ្ធចូលទៀត ខ្ញុំឆ្ងល់មែនតើបងខ្ញុំឆ្ងល់ដល់ចាស់ហ្មង បាទអូខេអញ្ចឹងសម្រាប់ការប្រកួតយប់នេះក៏ដូចជាសម្រាប់អេលិចគិតថាសម្រាប់ Norway ធ្វើបានល្អជាមួយនឹងអង់គ្លេសហើយសម្រាប់Swiss ធ្វើបានល្អជាមួយអាសង់ទីនហើយសម្រាប់admin នំប៉ាវវិញគិតថាមិនដែរសម្រាប់អង់គ្លេស Norway គិតមិន បាទអង់គ្លេស Norway ដូចខ្ញុំនិយាយអញ្ចឹងជាការប្រកួតដែលនឹងមានគ្រាប់ច្រើនហើយជាការរំពឹងទុករបស់ខ្ញុំគឺថាក៏នៅតែសង្ឃឹមថាអង់គ្លេសឡើងចុះតែធម្មតានិយាយទៅក្នុងនាមជាអ្នកស្រឡាញ់បាល់ទាត់ជាចង់ឃើញប្រទេសដូច Norway ដូច Swiss អីគាត់បំបែកប្រវត្តិសាស្ត្ររបស់គាត់ហ្នឹងបងឡើងទៅដល់វគ្គជ្រៅហើយធ្វើរឿងអស្ចារ្យអញ្ចឹងទៅវាជាអារម្មណ៍រំភើបក្នុងការទស្សនាដែរតែអាណិតអង់គ្លេស បាទ និយាយត្រង់បាទខ្ញុំមិនមែន fan អង់គ្លេសតែអាណិតអង់គ្លេសគឺបងនិយាយមកដូចមិនទេធនធានកីឡាករច្រើនហើយបើយើងនិយាយវិញពីផលិតផលក្នុងស្រុកវិញចាក់គោបាទ បាទ ឬសម្រាប់ការរៀបចំកីឡាករនៅឆ្នាំនេះយើងឃើញលោក Thomas Tuchel ក៏ទទួលបានការរិះគន់ច្រើនដែរបាទតែឥឡូវអត់អីណាបាទអាពេលនៅតែអាចជាប់ឡើងទៅវគ្គបន្តទោះបីទៅដាប់ទៅដួសមិនក៏ដោយតែនៅតែទៅមុខអត់អីណាតែហ៊ានទៅលាក់គឺដឹងតែគេរិះគន់ខ្លាំងហើយអញ្ចឹងបកក្រោយវិញសម្រាប់ខ្ញុំគិតថាសម្រាប់ការប្រកួតនេះគឺជាការប្រកួតដែលតានតឹងមានគ្រាប់ច្រើនអញ្ចឹងនឹងបញ្ចប់ត្រឹម90នាទីទេអញ្ចឹងគិតថាអង់គ្លេសឡើង អូខេ បាទ តែសម្រាប់ប្រកួតនេះគិតថាអាសង់ទីន បាទនៅតែគិតថាអាសង់ទីនតែក៏ណាមិនអាចចាប់ត្រឹម90នាទីនៅតែតឹងហើយឈានទៅដល់ការទាត់បើម៉ោងបន្ថែមបើម៉ោងបន្ថែមអត់អញ្ចឹងកាត់សេចក្តីពេលនាទីក៏ល្អមើលដែរ បាទ តែដល់ពេលបើពេលនាទីដូចចង់យ៉ាប់បោះ Swiss មិនទេបងឃើញជើង Swiss ទាត់ដូចតំណងដល់ ឥឡូវសម្រាប់ខ្ញុំវិញណា បាទ បាទសម្រាប់ខ្ញុំវិញតែពេលខ្ញុំមិនសមនិយាយទេបាទខ្ញុំអ្នកសម្របសម្រួលទេតែសម្រាប់ចិត្តខ្ញុំវិញកុំឲ្យប្រិយមិត្តយើងថាខ្ញុំអត់បានបញ្ចេញយោបល់ទេសោះប៉ុន្តែអាហ្នឹងសម្រាប់ការគេលេងទៅទៀតខ្ញុំនេះដោយសារតែថ្ងៃនេះខ្ញុំអត់បានធ្វើសូខ្ញុំណាអញ្ចឹងសម្រាប់ខ្ញុំបញ្ចេញជាគំនិតរបស់ខ្ញុំវិញទៅចោះសម្រាប់អង់គ្លេសហើយជាមួយនឹង Norway យើងអាចនិយាយបានថា Norway ឆ្នាំនេះធ្វើបានល្អខ្លាំងមែនទេ បាទបង ដែលជាប្រវត្តិសាស្ត្ររបស់ក្លឹបទៅចោះប្រវត្តិសាស្ត្ររបស់ប្រទេសណាក្រុមជម្រើសជាតិយ៉ាងណាមិញគឺសម្រាប់អង់គ្លេសគឺជាក្រុមមួយដែលដូចជាតំប៉ៅលើកឡើងអញ្ចឹងទៅតែគាត់ធ្លាប់បានលើក World Cup ម្ដងក៏ពិតមែនប៉ុន្តែគាត់ក៏ធ្លាប់បានទឹកភ្នែកដោយសារ Maradona បាទហើយក៏គាត់ខ្លាចតែជាគេហៅថារូបរាងបាទសម្ផស្សស្អាតបាតប៉ុន្តែបានត្រឹមតែនៅក្នុងផ្ទះលាងចានណាបាទមានន័យថាអ្វីគ្រប់បែបយ៉ាងមានល្អទាំងអស់ប៉ុន្តែមិនទៅណាមកមិនរួចបាទអញ្ចឹងសម្រាប់អង់គ្លេសនៅក្នុងឆ្នាំថ្មីនេះគឺដឹកនាំដោយលោក Thomas Tuchel បាទហើយយើងក៏ដឹងដែរថាសម្រាប់លោក Thomas Tuchel នេះគឺនៅពេលដែលគាត់រៀបរាប់ការដឹកនាំក្រុមរបស់គាត់
គឺតែតែមានអ្វីប្លែកមកបន្ថែមអញ្ចឹងណាបាទអ្វីដែលធ្វើឲ្យខ្ញុំបានមើលឃើញគឺក្រោមការដឹកនាំគាត់ជាមួយនឹង Chelsea លើកពាន UEFA Champions League បាទកាលពីនោះណាខ្ញុំឃើញថាសម្រាប់លោកទូសៀលនេះគឺការដឹកនាំរបស់គាត់គឺដូចជាមិនជាអីលេចធ្លោណាទេ បាទបង ប៉ុន្តែសម្រាប់កីឡាករក៏ដូចជាការលេងរបស់កីឡាករមើលទៅដូចប្លែក បាទ បាទប្លែកប៉ុន្តែសម្រាប់ការដឹកនាំអង់គ្លេសនេះមើលទៅដូចប្លែកដែរ ប្លែក តែ ទៀត ប្លែកមើលប្លែក មិនមែនប្លែកល្អទេ បាទ វាទៅប្លែកដូចជាមិនទេប៉ុន្តែគ្រាន់ថានៅពេលដែលកីឡាករមានការផ្លាស់ប្ដូរកីឡាករចង់ស៊ីមួយផ្លេតគឺរកគ្រាប់បាល់បានវាប្លែកចង់ចំណុច បាទ ហ្នឹង បង ហើយដូចជាការប្រកួតមុនអញ្ចឹងគឺសម្រាប់គាត់គឺអត់ដាក់បាទគាត់ដន់ឲ្យជាមួយនឹងសាកាលេងឯងបាទគាត់សុកចិត្តដាក់មកដូចគេហើយជាមួយនឹង Marcus Rashford លេងចាក់គេមិនចូលចាក់អីក៏ទៅមិនកើតដូរតា Gordon ដូរតាសាកាចូលភ្លឹបបាទមិនដល់10នាទីផងក៏រកគ្រាប់បាល់បានបាត់ហើយអញ្ចឹងខ្ញុំគិតថាប្រហែលជាលោកទូសិននេះគឺមានអ្វីមួយ មានអ្វីលាក់បង អ្វីដែលគាត់ដឹងបាទអ្វីដែលគាត់យល់ថាអាចបាទនឹងអាចធ្វើបានហើយសម្រាប់យើងឃើញហើយកម្រិតលេងរបស់ Marcus Rashford មើលទៅប្រហែលជាមួយមិនត្រូវទៅមិនមុខទេ បាទហើយសម្រាប់មកដូចគេវិញគឺកីឡាកររត់ក៏លឿនញាក់ក៏បានប៉ុន្តែចូលចិត្តយកទៅចាក់ចោល បាទ បាទភាគច្រើនហើយសម្រាប់មួយទៀតផងដែរគឺសម្រាប់ទាំង Haaland ទាំង Odegaard គឺកីឡាកររបស់អង់គ្លេសស្គាល់ទាំងអស់បាទខ្សែការពារអ្នកណាមិនស្គាល់ Haaland អ្នកណាមិនស្គាល់ Odegaard បាទអញ្ចឹងមានន័យថាគាត់លេងរបៀបម៉េចគឺកីឡាករអង់គ្លេសគេស្គាល់ដឹងអស់ហើយ បាទ តែត្រឡប់ទៅវិញបញ្ច្រាស់ទៅវិញ Odegaard ហើយជាមួយនឹង Haaland ក៏ស្គាល់កីឡាករអង់គ្លេសទាំងអស់ដែរ បាទ អូធ្លាប់លេងបានទាំងអស់បាទលើកលែងតែកីឡាករលេងក្រៅប្រទេសដូច Bellingham ជាដើមណា បាទបង បាទក្រៅពីហ្នឹងអ្នកដែលនៅលេងអង់គ្លេសគឺពួកគាត់ស្គាល់ដូចគ្នាតែគ្រាន់ថាបើសិនជាយើងនិយាយពីតំបន់ការពារខ្ញុំច្បាស់ណាស់បាទបើសិនជាយើងនិយាយពីការពាររបស់អង់គ្លេសប្រកាសជាស្គាល់ទៅលើ Haaland ច្បាស់ទៀតថ្ងៃអញ្ចឹង ហើយគឺក៏ដឹងហើយថាសម្រាប់ការពារនៅអង់គ្លេស Haaland គឺចាប់ផ្ដើមរកគ្រាប់បាល់បានបន្តិចដងតិចទៅ បាទបង បាទយើងគិតមើលរដូវកាលដំបូងចូលមកកប់សេរីតែម្ដងតែការបន្ទាប់ធ្លាក់បន្តិចបន្ទាប់ធ្លាក់បន្តិចដែលខ្ញុំបានរៀបរាប់ជូនប្រិយមិត្តថាលេងលីកណាមិនដឹងទេបើកីឡាករបកកែរកគ្រាប់បាល់ហ៊ានតែដូរចូលមកកាន់លីកអង់គ្លេសភ្លាម បាទសុំដកហើយសុំដកគ្រាប់ហើយបាទធ្លាប់តែ10មកនៅត្រឹម5ពេលខ្លះមកធ្លាប់តែ10មិនស្រួលនៅត្រឹមតែ2ទេ បាទបង បាទអញ្ចឹងបើការប្រកួតប្រជែងនៅក្នុងលីកអង់គ្លេសបញ្ហារឿងគ្រាប់បាល់នេះគឺពិបាកមែនតើយើងថាអេស្ប៉ាញពិបាករកគ្រាប់មែនណាប៉ុន្តែវាជាធម្មតាវាជារឿងពីមួយឆ្នាំទៅមួយឆ្នាំគឺលេងគឺការពារបែបអញ្ចឹងប៉ុន្តែអង់គ្លេសអត់ទេណា បាទ ឆ្នាំហ្នឹងការពារតែឯងមិនជាប់ចាំមើលឆ្នាំក្រោយកាន់តែតឹងពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ពិបាករកគ្រាប់តែម្ដង បងនិយាយចឹងដូចគីយ៉ូការ៉េសចឹងបាទនៅ sport ជើងសុទ្ធមួយឆ្នាំ50 60គ្រាប់ បាទ បាទមកអាសណលគេតឹងមែនតើគ្រាប់បាល់គឺតឹងមែនតើបើទោះបីជាយើងឃើញអាសណលសម្បូរខ្សែបម្រើដែលជួយរុញបាល់ផុតទៅស្រួលមែនតើណាបាទតែយើងមើលគុណភាពនៃការរកគ្រាប់បាល់របស់គីយ៉ូការ៉េសនៅតែជាបញ្ហាសម្រាប់អាសណលអញ្ចឹងនិយាយពឹងសាកាហងពឹងអីទៅបាទសាកាទាត់រកគ្រាប់បាល់បានតែបើខ្សែប្រយុទ្ធរៀងតឹងបន្តិចបាទខ្សែប្រយុទ្ធណា អញ្ចឹងសម្រាប់ខ្ញុំវិញខ្ញុំគិតថាដោយសារតែកីឡាកររបស់អង់គ្លេសហ្នឹងគឺយល់ពី Odegaard និងយល់ពី Haaland ច្រើនមែនតើបើយប់នេះខ្ញុំគិតថាអង់គ្លេសមានអត្រាខ្ពស់ជាងបាទនៅក្នុងការឡើងទៅកាន់វគ្គបន្ទាប់បាទត្បិតតែ Norway យើងមើលទៅឃើញបានល្អប្រសើរក៏ពិតមែនបាទជាពិសេសគឺ Norway ទាំងឈ្នះប្រកួតចុងក្រោយដែលយើងមើលទៅឃើញថាសម្រាប់ Norway នេះគឺមិនធម្មតានោះទេមិនអញ្ចឹងណា បាទគឺមិនធម្មតានោះទេប៉ុន្តែសម្រាប់ខ្ញុំមើលទៅគឺថាប្រេស៊ីលនៅក្នុងរដូវកាលនេះយើងក៏ដឹងដែរថាក្រោមការដឹកនាំរបស់លោកកាឡូអែនសេរ៉ាទីក៏ពិតមែនប៉ុន្តែកីឡាកររបស់ប្រេស៊ីលគឺមិនល្អប្រហែលទេបាទហើយយើងឃើញរ៉ាហ្វីញ៉ាក៏របួសទៅទៀតដល់អញ្ចឹងទៅស្មាត់លើបាទរបស់ប្រេស៊ីលគឺអត់សូវមានទេហើយទៅពឹងលើអាកូនអេនឌ្រីកបាទខ្ញុំឆ្ងល់បងខ្ញុំឆ្ងល់រឿងខ្ញុំ fan man មិន fan Man U បងខ្ញុំមិនតាមមើលប្រព័ន្ធលេខរបស់ Man U មើលកីឡាកររបស់ Man U ខ្ញុំមិនដែរដឹងថាមកទេខូចញ៉ានឹងចេះខ្សែប្រយុទ្ធបងអត់បងខ្ញុំពិតជាឆ្ងល់មែនតើហើយការselect បាទផ្លាស់ប្ដូរយុទ្ធសាស្ត្រសម្រាប់គ្រូបង្វឹកគឺដូចលឿនពេកហើយសម្របខ្លួនពិបាកក្នុងការសម្របខ្លួនតែដោយសារតែយើងឃើញថានៅតែគាត់នៅតែ stick នៅតែដាក់មកទេខូចញ៉ានៅប្រយុទ្ធប្រអប់ដោយសារចេះតែរកគ្រាប់បាល់បានដាក់ទៅចេះតែរកគ្រាប់បាល់បានដាក់ទៅចេះតែរកគ្រាប់បាល់បានអញ្ចឹងគឺដាក់រហូតដល់ហើយប្រេស៊ីលនេះដូចអាភ័ព្វបន្តិចតាក់ទងមួយតំបន់ប្រយុទ្ធណាបាទតំបន់ប្រយុទ្ធយើងឃើញជូអៅពេត្រូអត់បានលេងបាទយកណេម៉ាមកយើងឃើញថានេះជា
ជាការគោរពមួយសម្រាប់ legend ដែរណាបងតែគាត់ថាយកគាត់មកដូចស្ទើរបន្តិចដែរបាទដល់ពេលអញ្ចឹងទៅធ្វើឲ្យអា option ដែលគ្រូវឹកគាត់អាចថាធម្មតានៅពេលដែលមួយជប៉ុនចេញអស់បងឃើញហ៎មួយជប៉ុនចេញអស់ដល់ពេលមួយ Norway អត់មានអីបាទ Norway គឺអាចថាពីគ្រាប់របស់ Haaland សិតតែជាការសុទ្ធស្អាតស្អាត អញ្ចឹងយើងត្រឡប់មកវិញឃើញថាសម្រាប់Norway ឡើងមកនេះក៏មិនជាអីពិបាកបបិនឯណាដែរបាទហើយគាត់មិនមែនត្បិតតែគាត់ផ្ដួលបាទប្រេស៊ីលក៏ពិតមែនតែប្រេស៊ីលក៏មិនមែនប្រេស៊ីលពីមុនដែរបាទអញ្ចឹងសម្រាប់ខ្ញុំអង់គ្លេសត្បិតតែមើលទៅដូចរោករាក់យកយ៉ាក់ពាក់អាវដាច់យ៉ៃប៉ុន្តែយើងអាចនិយាយបានថាកីឡាកររបស់គាត់គឺល្អច្រើនហើយណាមួយទៀតសម្រាប់ទាំង Haaland ទាំង Odegaard គឺកីឡាកររបស់អង់គ្លេសគឺស្គាល់គាត់បាទអស់ហើយអញ្ចឹងរបៀបរបបនៃការ Haaland លេងរបៀបរបបនៃ Haaland រពឹងលើអ្នកណាគឺពួកគាត់ច្បាស់ហើយបាទអញ្ចឹងខ្ញុំគិតថាអង់គ្លេសអាចនឹងធ្វើបានបាទជាមួយនឹង Haaland បាទយប់នេះខ្ញុំគិតថាប្រហែលជាអាចនឹងឈានចូលដល់ម៉ោងបន្ថែមបាទសម្រាប់គូនេះបាទព្រោះថា Norway ខ្ញុំគិតថាប្រហែលជាមិនព្យាយាមខ្លាំងពេកទេប្រហែលជាយូរទៅមួយព្រោះខាងអង់គ្លេសគេបិទសាហាវដែរអូបងគុំថាNorway ក៏មិនមែនហ៊ានអីណាស់ណាដែលបុកខ្លាំងដែរព្រោះយើងដឹងហើយគុណភាពប្រយុទ្ធរបស់អង់គ្លេសបើស្លាប់សងខាងក៏លឿនទៀតបាទអញ្ចឹងឃើញថាបាល់ក្រុមទាំងពីរនេះខ្ញុំគិតថាបើឲ្យគ្នាលេងគឺល្អមើលហ្មងកុំខ្លាចលេងទុំខ្ញុំគិតថា Norway ក៏ប្រហែលជាជ្រើសរើសវិធីសាស្ត្រហ្នឹងដែរបាទប្រសិនបើអញ្ចឹងហើយបាទខ្ញុំគិតថាគូនេះគឺអាចនឹងមានគ្រាប់ច្រើនចុះបងគិតថាបើឲ្យទាយគ្រាប់បងទាយមានអាចមានប្រហែលសម្រាប់ខ្ញុំពេលខ្លះបាទទាត់គឺគេវាច្រាស់បន្តិចបាទបងបាទក្រុមអន់ប៉ះក្រុមអន់ទៅគ្រាប់ច្រើនដល់ពេលក្រុមបកែរកគ្រាប់ដូចគ្នាលេងមួយគ្នាអត់មានគ្រាប់ទេអូបាទពេលខ្លះវាអញ្ចឹងណាគាត់និយាយពេលខ្លះទេសម្រាប់ការព្យាករណ៍ថា Norway ហើយជាមួយនឹងអង់គ្លេសរកគ្រាប់បានច្រើនឬអត់ខ្ញុំមិនហ៊ាននិយាយទេបាទព្រោះថាខ្លាចតែអង់គ្លេសគឺគេលេងមួយគឺលោកទូសែលនេះគឺបកកែមួយទម្រង់របស់គាត់ការពីឲ្យវាបកខ្លាចតែគាត់លេងតាមប្រព័ន្ធហ្នឹងគឺការពីអញ្ចឹងណាបាទហើយដល់ពេលលេងអង់គ្លេសទៅវិញមួយលេងស្រួលដែរ Norway លេងហ៊ានឡើងហើយបាទដល់អញ្ចឹងលេងហ៊ានឡើងបាទគេហៅថាប្រូប៉ាកាន់ស្រីបកែកអត់ហ៊ានទៅអត់ហ៊ានមកបាទនៅនឹងបាទទីបំផុត0-0ថែមមកពុបបាទនិយាយដូច design ទុកមុនបាទតែសម្រាប់ខ្ញុំខ្ញុំគិតថាគូនេះប្រហែលជាចាយពេលយូរបាទនៅក្នុងការប្រកួតប្រហែលជាមិនកៅទេបាទប្រជែកជាមួយនឹង admin បាទនោះប៉ានិយាយទៅណាបាទបងបាទខ្ញុំគិតថាអង់គ្លេសឡើងទៅកាន់វគ្គបន្ទាប់ទៀតតែឡើងជាមួយនឹង Norway ឡើងទាំងលំបាកបាទខ្ញុំដឹងតែអង់គ្លេសហើយបងបាទកុំភ្លេចថាអង់គ្លេសនឹងរងជើងឯកឆ្នាំហ្នឹងបាទហើយសម្រាប់អាសង់ទីនជាមួយនឹងស្វីសគូនេះខ្ញុំឃើញថាទោះបីជាអាសង់ទីនគឺរៀងរោករាបន្តិចមែនបាទសម្រាប់ការប្រកួតបាទទាំងប៉ុន្មានប្រកួតមកនេះឃើញថាមានតែចំនួនក្នុងពូលទេដែលអាសង់ទីនកាចបាទចាប់តាំងពីវគ្គ32មកអាសង់ទីនហាក់បីដូចជាក្រុមមួយដែលរោករាខ្លាំងមែនតើបើសិនតែយើងនិយាយពីការពី2022បាទចាប់ផ្ដើមពីរោករ៉ារហូតខ្លាចទៅជាខ្លាំងប៉ុន្តែឆ្នាំនេះបាទជំរុះក្នុងពូជខ្លាំងនោះខ្លាំងហើយបន្តវគ្គ32រោកទៅបាទហើយប្រកួតចុងក្រោយអេស៊ីបសឹងនិយាយមកថាគាត់តែឃើញអេស៊ីបស៊ីគ្រាប់ទី2ហើយថាចង់និយាយថាតើបាទបាច់លេងតទៀតទេដល់ទៅហត់បាទប៉ុន្តែដល់ដាក់ខ្សែប្រយុទ្ធ4នាក់មកហើយណាមួយបាទសម្រាប់អេស៊ីបគឺគាត់អស់ហងបាទទៅបដ ாய் បាទសម្រាប់ការប្រកួតមួយស្វីនេះខ្ញុំគិតថាប្រហែលជាទុកមិនទល់ទេបាទជាមួយនឹងអាសង់ទីនបាទវិធីសាស្ត្រចង់តែអាសង់ទីនគឺមានតែមួយតែប៉ុណ្ណោះគាត់គឺកុំប្រយុទ្ធបាទច្រើនពេកបាទមានន័យថាថែរក្សាការការពារឲ្យបានល្អប្រសើររួចហើយមើលការខុសត្រូវទៅលើលីអូណែលម៉េស៊ីបាទហើយសម្រាប់លូតារ៉ូម៉ាទីណេសបាច់សូវមើលការខុសត្រូវគាត់ទៅប្រឡែងគាត់ខ្លះទៅព្រោះលូតារ៉ូម៉ាទីណេសនេះខ្សឹងនិយាយមកថាបាទប្រយុទ្ធតែឈ្មោះទេប៉ុន្តែឲ្យគាត់ទៅរកគ្រាប់បាល់តឹងណាបាទមើលគាត់ដូចជាងបខំញ៉ាំមិនទេចឹងមិនខាងលើអត់សូវមានគេជួយមីស៊ីទេសូម្បីតែជូលៀនអាវ៉ារ៉េសមួយអាសង់ទីនហ្នឹងក៏ធ្វើអត់សូវបានល្អម៉ាទីណេសហ្នឹងក៏អត់សូវល្អដល់អញ្ចឹងទៅមីស៊ីគឺគាត់តែឯងទៅតែម្ដងតែបើមីស៊ីខ្ញុំឃើញចាប់អារម្មណ៍ណា World Cup នេះដូចគាត់បានបាល់ពេនទី2ដងណាតែគាត់ទាត់ចូលទាំងពីរបាទការមួយដូចអាល់សេរីបងមួយអាល់សេរីទាត់អត់ចូលដែរដល់ពេលជាមួយអេស៊ីបនេះទាត់អត់ចូលដែរបាក់ដែរគាត់និយាយខ្លួនគាត់ទេថាគាត់សុំចាញ់ហើយរឿងបាទប៉េណាល់ទីមួយតែនៅតែអត់មានការសិលេចដូរអ្នកទាត់បងណាអានេះជារឿងរបស់គ្រូមួយបាទដែរបើសិនជាឲ្យអ្នកផ្សេងទាត់ក៏បានដែរសម្រាប់មេស៊ីក៏គាត់ឬក៏វាអត់ល្អមើលបងណា
វាអាចចឹងដែរបាទខ្ញុំថាផ្ដាច់ប្រត់អេស្ប៉ាញជាមួយនឹងអាសង់ទីនតិចអេស្ប៉ាញមួយអង់គ្លេសបាទ ងាយយ៉ា បាទ ហ្នឹងទៅជា360ដឺក្រេ តាំងទ្រូងណាស់បាទមិនទាន់ទេបាទចាយពេលវេលាយប់នេះសិនយើងដឹងហើយបាទសម្រាប់ក្រុមដែលត្រូវប៉ះគ្នាបាទហើយសម្រាប់បារាំងគឺគេប៉ះអេស្ប៉ាញហើយចាំមើលម្នាក់បកកែខាងតម្រង់ម្នាក់ទៀតកីឡាករតំបន់ប្រយុទ្ធនោះកប់សេរីតែម្ដងតើអ្នកណានឹងអាចឈ្នះយើងនឹងបន្តទៀតបាទ អេស្ប៉ាញមួយបារាំងហ្នឹងបងខ្ញុំគិតថាអេស្ប៉ាញមួយបារាំងនេះគឺជាគូដែលអាចនិយាយថាល្អមើលខ្លាំងបន្ទាប់ពីអេស្ប៉ាញប៉ាទីកាល់ព្រោះបើយើងគិតទៅយើងឃើញហើយបាទអាចនិយាយថាបើអ្នកគាំទ្ររបស់រៀលម៉ាឌ្រីតប្រកាសណាពួកគេនឹងគាំទ្រស៊ុបស្តាររបស់គេអឹមបាប៉េហើយបាសេឡូណាទៀតសោតហ្នឹងអ្នកគាំទ្រក៏ប្រកាសជាគាំទ្រស៊ុបស្តាររបស់គេអញ្ចឹងអាការលេងប៉ះគ្នារវាងអឹមបាប៉េជាមួយនឹងឡាមីនយ៉ាម៉ាល់នេះគឺជាការប្រកួតដែលល្អមើលខ្លាំងហើយគូនេះអាចនិយាយថាបងប្អូនឃើញបើឆ្នាំនេះបារាំងពេញជើងតែអេស្ប៉ាញគឺជាក្រុមដែលលេងគេមានក្បួនមានខ្នាតមាននីតិលេងត្រឹមត្រូវមែនទែនហើយការលេងគ្រប់គ្រងបាល់របស់អេស្ប៉ាញនេះក៏ប្រហែលជាអាចនឹងជាយុទ្ធសាស្ត្រល្អដែរសម្រាប់ការលេងទល់មួយបារាំងតែឆ្នាំនេះក៏នៅតែបារាំងលើអញ្ចឹងបងប្អូនតែគាត់ថាជាការប្រកួតដែលតានតឹងហើយខ្ញុំគិតថាបារាំងដែលផ្ដួលយើងទេបារាំងតាំងពីចាប់ផ្ដើមមកដូចជាមិនមានក្រុមណាដែលដាក់សម្ពាធគាត់ខ្លាំងទេមានតែប៉ារ៉ាហ្គាយដោយសារតែប៉ារ៉ាហ្គាយលេងកាចពេកខ្ញុំទៅសើម៉ារ៉ុកណាបងម៉ារ៉ុកបើទោះបីជាលេងប៉ះបារាំងម៉ារ៉ុកគឺជាក្រុមលេងទប់មិនក៏ដោយណាតែម៉ារ៉ុកគឺលេងដោយយុទ្ធសាស្ត្រត្រឹមត្រូវអាចនិយាយថាលេងដោយបច្ចេកទេសត្រឹមត្រូវអត់ដូចប៉ារ៉ាហ្គាយកីឡាករលេងគឺអាក្រក់មើលខ្លាំងមែនតើបងប្អូនបាទនិយាយទៅសំបីតែខ្ញុំឆ្ងល់អត់បានកាតអីមួយតម្រង់អេវថងតែអត់បានកាតបាទប្រហែលជាលោកគ្រូអញ្ញាអារ៉ាគាត់ថាឲ្យកាតក៏អត់ប្រយោជន៍ដែរព្រោះបានទៅវគ្គបន្ទាប់អញ្ចឹងបានឲ្យកាតដល់ខាតកាតអញ្ចឹងណាបាទបងអរគុណច្រើនប្រិយមិត្តអរគ្នាអញ្ចឹងស្ដាយឌីមេរីអូយឌីមេរីគាត់ចាស់ហើយគាត់ទៅលេងដល់ណាទៀតបាទស្ដាយឌីមេរីមែនណាបាទស្ដាយគាត់ដែរប៉ុន្តែធ្វើម៉េចបើគាត់ចាស់ហើយបាទគាត់លេងលេងកាតដែរដូចយើងឃើញការប្រកួតចុងក្រោយរបស់គាត់បាទលេងបានតែបន្តិចមើលទៅគាត់អស់ហើយបាទទៅលេងរួចហើយហ្នឹងហើយបងកាល2022ក៏ជួយដល់ចុងក្រោយបាទអរគុណច្រើនប្រិយមិត្តបាទហើយថ្ងៃនេះគឺមិនបានតខមមិនប្រិយមិត្តច្រើនទេណោះបាទអរគុណច្រើន final មេស៊ីកូវាប៉ុងតកាលបាទ Airport Stadium ហើយនិយាយពី Ozil បានអត់អូយប្រិយមិត្តហើយបាទបាច់ទៅនិយាយពីគាត់តទៀតទេបាទគាត់ពងមើលបាល់ដូចយើងដែរមានទេហើយបើសិនជាយើងនិយាយពីគាត់វិញខ្ញុំគិតថាមិនបាច់និយាយទៀតពីគាត់ទៀតទេបាទហើយបច្ចុប្បន្នក៏គាត់ភិកច្រើនដល់ប្រឡូបលាយនឹងជាមួយនឹងនយោបាយគូសំដែរបាទសម្រាប់ Ozil អញ្ចឹងណាហើយអញ្ចឹងវាឆ្ងាយប្រះចាក់ឆ្ងាយពីវិស័យបាល់ទាត់ទៅហើយបាទអញ្ចឹងសូមប្រិយមិត្តថាបាច់គិតគាត់ឲ្យចេញសម្រាប់ខ្ញុំខ្ញុំវិញណាបាទហើយបងចង់ស្ដាប់ដែរបាទអង់គ្លេសអាចវាយបានបាទបាល់នេះបើសិនជាប្រិយមិត្តនិយាយថា over ខ្ញុំគិតថាវាអាចបាទប៉ុន្តែគ្រាន់តែបារម្ភដូចខ្ញុំលើកឡើងមុននឹងអញ្ចឹងថាខ្លាយតែខ្លាំងដូចគ្នាប្រយ័ត្នដូចគ្នាអត់ក្របគាត់ថាបានអញ្ចឹងណាហើយសម្រាប់ខ្ញុំគឺថាវាយអង់គ្លេសទៅបាទហើយសម្រាប់អាសង់ទីនមួយរយៈនេះពិបាករកក្របប្រិមិត្តបាទនេះស្រួលស្មើបាទថែមកបាទប៉ុន្តែខ្ញុំគិតថាយោងតាមគេក្របតិចខ្ញុំគិតថាវាយយករងអាសង់ទីនល្អជាងរងបងបាទរងអាសង់ទីនបើតែខ្ញុំឲ្យអាសង់ទីនឡើងប៉ុន្តែខ្ញុំគិតថាបាទនេះប្រហែលជាអាសង់ទីនឡើងក៏ឡើងនៅម៉ោងបន្ថែមបាទខ្ញុំគិតថាឡើងនៅម៉ោងបន្ថែមបាទអញ្ចឹងវាយអង់គ្លេសរងសង់ទីណាតំណងដែរបាទសម្រាប់ណ័រវេវិញខ្ញុំគិតថាបើយប់នេះហ៊ានតែចាប់ផ្ដើមគិតតែពីប្រយុទ្ធទៅបោះអង់គ្លេសហើយដល់លឿនណាស់ស្លាប់ឆ្វេងស្លាប់ស្ដាំហើយប្រយុទ្ធកដាល Harry Kane ប្រឡត់អត់បានទេបាទព្រោះណ័រវេនេះតាំងពីចូលវគ្គចាញ់ជ្រុះបាទវគ្គ knock out stage មកយើងឃើញថាតាំងពីមួយកោដវ៉មកនិយាយទៅក្រុមណាដែលជួបគាត់ពីច្រើនមានក្របបាទដឹងតែមានក្របអញ្ចឹង2-1គាត់ឈ្នះតែមកក្របចឹងគាត់ឈ្នះ2-1និយាយទៅគឺ over រហូតអញ្ចឹងខ្ញុំរំពឹងថាសម្រាប់យប់នេះគឺជាការប្រកួតដែលល្អមើលដែរអត់ចង់ឲ្យឃើញលេងតុបពេកបងបាទលេងតុបពេកនិយាយទៅស្ដាយតំបន់ប្រយុទ្ធកីឡាករក្រុមទាំងពីរនោះគឺលេងប្រយុទ្ធស្អាតពេកបាទមើល Harry Kane ក៏អែមបាទ Haaland ក៏អែមអញ្ចឹងស្ដាយការប្រកួតអត់ចង់ឲ្យគាត់លេងតុបទេបាទសង្ឃឹមថាយប់នេះគឺអាចនឹងជាការប្រកួតដែលមានគ្រាប់ច្រើនមែនទែនអូយស្ដាយទេផាមើតែពុតទៅយើងនិយាយមែនតើខ្ញុំឃើញថា
Hammer នេះមើលទៅល្អណាស់ណានេះខ្ញុំមើលដូចជាមិនសូវជាចូលភ្នែកប្រហែលនេះបាទនិយាយត្រង់មែនតា បា បាទ ទយើងគឺទៅគាត់កាយសម្បត្តិគាត់ល្អណាស់បាទអេមែនទែនប៉ុន្តែបើសិនជាយើងក៏លេងទៅមើលការលេងរបស់គាត់ខ្ញុំគិតថាមិនជាប្រមាណណា បាទ បាទខ្ញុំគិតថាមិនឲ្យលឹកធ្លោឲ្យជួយក្រុមឲ្យវាល្អខ្លាំងខ្ញុំគិតថា Hammer មិននៅទេបាទនៅស្ទើរខ្លាំងណាស់ បាទបង បាទខ្ញុំគិតថានៅស្ទើរខ្លាំងណាស់ហើយយើងឃើញលេងឲ្យ Chelsea មួយរយៈក្រោយលបួសផងអីផងរកគ្រាប់បាល់ក៏បង្កើតលេងមើលទៅដូចជាមិនសូវជា support មិត្តក្រុមផងអញ្ចឹងមិនគឺថាសម្រាប់ Hammer ខ្ញុំគិតថាប្រិយមិត្តកុំស្ដាយអីល្អ បាទបង បាទកុំស្ដាយល្អជាងរងអង់គ្លេសបាយសងទីនេះអូខេ បាទបីគៀងបាទប្រជ្រះខ្ញុំមើលលោទៅហ៎ បាទអរគុណច្រើនបាទអញ្ចឹងអរគុណទៅកាន់ Alex បាទអរគុណទៅកាន់ បាទអរគុណច្រើនបង ទៅកាន់ admin បាទនំប៉ាវដែលបានចូលរួមនៅក្នុងថ្ងៃនេះហើយអរគុណទៅកាន់ប្រិយមិត្តទាំងអស់គ្នាផងដែរបាទសូមតែបានចូលរួមទស្សនាហើយថ្ងៃនេះថ្មីបាទហើយយើងនឹងចាប់ផ្ដើមកម្មវិធីនេះរហូតទៅសម្រាប់ World Cup យើងនឹងចាប់ផ្ដើមនៅថ្ងៃវគ្គបាទពាក់កណ្ដាលផ្នែកគ្រាប់បន្តទៀត បាទបង បាទហើយសម្រាប់ការដែលចាប់ផ្ដើមជាមួយនឹងលីកយើងនឹងចាប់ផ្ដើមមួយសប្ដាហ៍មានមួយថ្ងៃ បាទបង បាទរងចាំមើលសន្ទុះដល់ប្រិយមិត្តយើងនឹងចាប់ផ្ដើមអាចនឹង2ដងនៅក្នុងមួយសប្ដាហ៍ បាទ បាទហ្នឹងចាំមើលបន្តទៀតបាទស្អីលើប្រិយមិត្តដែរបាទជួយ like ជួយ follow ជួយអីចឹងណាបាទអរគុណច្រើនប្រិយមិត្តអរគ្នាបាទអរគុណទាំងជូនពរប្រិយមិត្តអរគ្នាសុខសប្បាយទាំងអស់គ្នាបាទខ្ញុំសម្រាប់ខ្ញុំបាទក៏តានទៀតបាទ admin នំប៉ាវក៏ដូចជាលេខក៏អរគុណទៅកាន់ប្រិយមិត្តអរគ្នានិងក៏សូមគោរពលា បាទ